កើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាប់ទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរហោះទៅម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅប្រដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានដែរកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងនឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងនឹងវាធ្វើឲ្យអាយុនឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នផឹងធ្វើបុណ្យចាំម៉ែចាំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យសាក់ខ្ពងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្រវាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មត្រូវធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបច្ចុប្បន្នហ្នឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យហ្នឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងតិចឧបបិលកកម្មអាចបន់ចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបន់វិញនៅក្នុងវិធុរជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះនឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនាគលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញរាយរាប់ពីទីកន្លែងវិជុងនាគនឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮតបោះនិយាយពីកន្លែងនឹងអញ្ចឹងគាត់តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងក៏ដុំពីម្នាក់បានទៅកើតជាស្ដេចនាគក៏ដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌក៏ដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាក៏ដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភ័ក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភ័ក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបុគ្គលនឹងបានធ្វើទានផងរក្សាសិលផងប្រាថ្នាងាយនឹងបានសម្រេចគណៈប្រគិនយោបល់គុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹត
សមាធិវិបស្សនាឬក៏មុខជាអីផ្សេងៗក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ត្រូវសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរនឹងចេះអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាយទេយើងគួររក្សាវប្បធម៌ប្រពៃណីនឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះប្រសង់ខ្មែរនេះប្រសង់ភូមាប្រសង់ថៃប្រសង់ស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសរឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍស្រុកទេសយើងពុទ្ធបរិស័ទយើងនមោទេពុទ្ធវិរត្ថុវពមុតតោសិសព្ពតិសម្ពាធបដិបណ្ណោស្មេតសមេសរណង្ភវេបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំតថាគតាំងអរហន្តាំងចន្តិមាសរណង្កតោរាហុចន្ទាំងបមញ្ចសៈពុទ្ធាលោកានុកម្មបកាចន្ទមៈទេវបុត្រដល់នៅតថាគតជាអរហន្តជាទីពឹងទីរលឹកហើយមនាលរាហុអ្នកចូលលែងចន្ទទេវបុត្រនោះចេញព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោកទាំងឡាយអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាតកតងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្រអិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្រអិននិងរដ្ឋមន្ត្រីរបស់ប្រអិននឹងដំរីនឹងក៏បានទៅកើតជាទេវបុត្រមួយដែរប៉ុន្តែដោយសារធ្លាប់មានឧបនិស្ស័យជាអ្នកបម្រើរបស់មគ្គមានុបសូម្បីខ្លួនឯងទៅកើតជាទេវបុត្រទៅហើយក៏នៅតែខ្លែងខ្លួនជាដំរីដែរធ្វើជាយានជំនិះបម្រើសកទេវរាជនឹងបន្តទៅទៀតចឹងញាតិញោមឃើញសត្វដំរីនឹងមែនប៉ុន្តែតាមពិតគេជាទេវបុត្រទេដំរីនឹងមានគ្រឿងលម្អអស្ចារ្យធំសម្បើមណាតាមដែលក្នុងគម្ពីរក្បួនច្បាប់លោកប្រាប់មកហ្នឹងជាសរុបមកការបំពេញបុណ្យកុសលនេះជាមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសំបីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសំពីបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងប្រេងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណាមិនគាត់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អហើយយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មីធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានអាសាសិលមានអីទីទួយក៏ដោយជូនឪពុកជូនម្ដាយ
បននឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអានឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមចឹងធ្វើឲ្យអាប់អួរជីវិតនឹងអត់ឡើងទេចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លនឹងវាប្រៃហើយចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹងបានរៀងស្រស់បំប្រងឡើងវិញណាបើខ្វះបុណ្យបើអត់បានធ្វើបុណ្យថែមជីវិតនឹងរត់ទៅអាប់អួរក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយក្នុងពេលរដូវប្រាំងនោះវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតរបស់ព្រះអង្គជាត្រីដែលនៅក្នុងស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញទៅធ្វើម៉េចដើម្បីជួយញាតរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចកិរិយានឹងទេទើបអាចជួយញាតរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចកិរិយាថាយៈតោសារាមិអត្តានังយៈតោបត្តោស្មិវិញ្ញុតាំងនាពិជានាមិសញ្ចចៈឯកបានំពេហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនិយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោចយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងកាលនោះតថាគតមិនដែលខ្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតនឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈនឹងមានបារមីចឹងមែនពេលថ្វាយគុំព្រះដើម្បីបានអានិសង្សច្រើនញោមអាចនឹកដល់គុណព្រះអង្គ3យ៉ាងទី1វិសុទ្ធិគុណមានន័យថាព្រះអង្គជាបុគ្គលបរិសុទ្ធអស់លោភៈទោសៈមោហៈអត់មានខឹងចំណែនស្អប់អត់ចេះជាប់ជំពាក់អីទេស្អាតថ្លាទី2បញ្ញាគុណមានន័យថាព្រះអង្គមានបញ្ញាអាចកម្ចាត់បងនៅកិលេសខ្លួនព្រះអង្គបានហើយជួយអ្នកដទៃឲ្យលះបង់កិលេសបានទៅទៀតហើយព្រះអង្គអាចដឹងអំពីអតីតអនាគតបច្ចុប្បន្នសពគ្រប់ទាំងអស់ត្រាស់ដឹងមានបញ្ញាជ្រៅជ្រះក្រៃលែងណាស់មិនងាយមានអ្នកណាមានបញ្ញាដូចព្រះអង្គទេទី3ករណាគុណព្រះអង្គមានបតីករណាណិតសត្វលោកទាំងអស់ចង់ឲ្យសត្វលោកទាំងអស់បានរួចផុតពីទុក្ខជ្រាបជាទីមរណៈហ្នឹងទៅព្រះអង្គស្រឡាញ់សត្វលោកនឹងដូចជាស្រឡាញ់រាហុលបុត្ររបស់ព្រះអង្គផ្ទាល់អញ្ចឹងយើងថ្វាយគុំព្រះអង្គនឹកដល់គុណព្រះអង្គទាំង3នឹងដោយសង្ខេបនឹងយើងបានផលបានអានិសង្សច្រើនធ្វើដំណើរទៅស្រុកខេត្តភ្ជុំញាតិញោមបាច់បខំអីពេកទេដល់ពេលណាក៏ពេលនឹងទៅចោះទៅយឺតប្រសើរជាងមានគ្រោះថ្នាក់តាមផ្លូវបើគេចង់ទៅលឿនឲ្យគេទៅមុនចោះចាត់ទុកថាធ្វើបុណ្យមួយគាត់ចោះឲ្យគាត់ទៅមុនហើយឲ្យគាត់មានសុខសុវត្ថិភាពតាមផ្លូវយើងអត់តក់កុហលយើងមិនសូវមានសម្ពាធផ្លូវចិត្តឲ្យសុបាយយើងទៅធ្វើបុណ្យក៏បានបុណ្យច្រើនដែរបើយើងបញ្ញាប់បញ្ញាប់តក់កុហលទៅវាអត់ស្រួលក្នុងចិត្តហើយធ្វើបុណ្យក៏មិនសូវបានបុណ្យដែរហើយវាអាចជួបប្រទះនឹងគ្រោះថ្នាក់គ្រោះភ័យមុននឹងចេញពីផ្ទះយើងអាចសូត្ររំលឹកគុណបរតនត្រ័យនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈសូត្រថ្វាយបង្គំចំពោះពុទ្ធពធព្រះសង្ឃអញ្ចឹងបាទឬក៏សូត្រពុទ្ធាំងសរណង្ឃកិច្ឆាមិធ
ធម្មយ៉ាងសរណង្គិឆាមិសង្ឃយ៉ាងសរណង្គិឆាមិសូមដល់នៅពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកសូមឲ្យដំណើរខ្ញុំបានប្រកបដោយសុខសុវត្ថិភាពចឹងក៏បានបុណ្យនឹងជួយយើងមានចិត្តមិនតក់កុហលនឹងវាជួយសម្រួលមួយហើយយើងមានប្រតនត្រ័យក្នុងចិត្តនឹងក៏ជួយដំណើរជីវិតដំណើរយើងនឹងឲ្យបានសុខសុវត្ថិភាពដែរថ្មជួនយោបល់ញាតិញោមពេលប្រជុំបិណ្ឌបើអុជធូបទេអុជបាតស័យបានណាឬក៏ថាបើយើងមានផ្កាយបូជាក៏បានដែរអុជច្រើនគ្នាទៅឬច្រើនស័យឬហុយផ្សែងវាទៅជាពុលវិញញាតិញោមបុណ្យវានៅក្នុងចិត្តយើងញាតិញោមធ្វើបុណ្យប្រកបដោយបញ្ញាមិនហាមឃាត់ទេប៉ុន្តែគាត់ថាមកល្មមហើយបើថាគេអុជច្រើនហើយមិនអុជក៏បានដែរពេលមុនចេញដំណើរទៅណាមកណាយើងអាចទម្លាប់នមស្ការប្រតនត្រ័យឯសូត្រខ្លីក៏បានដែរនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈប្រែមកវិញថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយយើងអាចអធិដ្ឋានចិត្តថាដោយអានុភាពនៃបុណ្យនេះសូមឲ្យខ្ញុំធ្វើដំណើរដោយសុខសុវត្ថិភាពអញ្ចឹងក៏បានឬក៏មុនចូលគេងនៅកន្លែងថ្មីកន្លែងប្លែកឲ្យយើងថ្វាយគុំព្រះយកពុទ្ធធម៌ព្រះសង្ឃជាទីពឹងទីរលឹកមានប្រតនត្រ័យនៅក្នុងខ្លួននោះពួកអមនុស្សក៏វាខ្លាចដែរផ្សេងយើងបៀតបៀនទេហើយបុណ្យនឹងជួយយើងឲ្យបានសម្រេចកិច្ចការងារបានល្អប្រសើរអ្នកខ្លះមិនសូវសម្បូរបុណ្យពីអតីតមកវាមិនសូវបានទៅណាមកណាគេមិនសូវចូលចិត្តអីចឹងទៅជាតូចចិត្តមួម៉ៅខឹងគេមើលងាយអញក្រអីចឹងទៅអាបុណ្យចាស់យើងនោះវាមិនសូវសម្បូរផងចិត្តនឹងវាមួម៉ៅសៅមងគិតទៅពីចាប់កំហុសគេឃើញគេអក្រក់ចេះអក្រក់ចុះភ្លេចផឹងប្រែងហើយភាពសៅមងក្នុងចិត្តនោះវាប្រទាញរឿងអាក្រក់មកចូលក្នុងជីវិតនៅក្នុងភាសាធម៌លោកហៅថាបយោគវិបត្តិការរៀបចំជីវិតនឹងអត់ត្រូវដូច្នេះវាហៅបាបគ្នាវាចូលមកក្នុងជីវិតនឹងមកចឹងជីវិតនឹងកាន់តែដុនដាបទៅងឹតមើលអីលែងឃើញមកប៉ុន្តែបើគាត់គិតត្រូវវិញណាគាត់ទួស្គាល់ថាបនចាស់គាត់តិចអញ្ចឹងបានវាពិបាកអញ្ចឹងផឹងធ្វើបនថ្មីតស៊ូព្យាយាមចាំម៉ែចាំឪមានកតញ្ញូដឹងគុណទ្របធនតិចតួចធ្វើបនតាមតិចតួចប៉ុន្តែកុំឲ្យភ្លេចធ្វើបនធ្វើទានសាសិលទៅបនកសលថ្មីហ្នឹងអាចធ្វើឲ្យជីវិតហ្នឹងមានពន្លឺឡើងវិញយើងម្នាក់សិតតែមានបនចាស់មកផ្សេងគ្នាប៉ុន្តែវាត្រូវការបនថ្មីនេះដើម្បីជួយបើកផ្លូវឲ្យបនចាស់ហ្នឹងឲ្យផលសេចក្តីព្យាយាមតស៊ូប្រឹងប្រែងអំណត់អត់ធន់រួមនឹងចរិយាមារយាទចរិតរឹកពីថ្លៃថ្នូរក្នុងធម៌លោកថាជាអ្នកមានសិលនិងបនងាយឲ្យផលក្នុងធម៌លោកហៅថាបយោគសម្បត្តិមានន័យថាការរៀបចំជីវិតនឹងត្រូវធ្វើឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានគេអាណិតគេចង់ជួយអញ្ចឹងទៅលឿនមកជីវិតនឹងប៉ុន្តែអ្នកខ្លះមានបនចាស់ច្រើនប៉ុន្តែបច្ចុប្បន្ននេះចលះបើចឡោងខាមចរិតរឹកពីក្អើតកតោមចំណេញចងាងគេអត់ចូលចិត្តគេអត់ចង់ជួយតែអញ្ចឹងបនហ្នឹងវាឲ្យផលតិចតួចដោយសារយើងរៀបចំជីវិតនឹងអត់ត្រូវនឹងធម៌លោកហៅថាបយោគវិបត្តិដូចថាយើងមានកំណប់នៅក្រោមផ្ទះយើងប៉ុន្តែស្រាប់តែថ្មដានៅពីលើអញ្ចឹងយើងជីកយើងមកប្រើអត់កើតចរិតរឹកពីយើងវាអន់ណាអញ្ចឹងបនចាស់ហ្នឹងវាអត់ងាយឲ្យផលបនឲ្យផលរើសមនុស្សដែរញាតិញោមតលអ្នកណាប្រឹងប្រែងព្យាយាមតស៊ូអំណត់រួមផ្សំជាមួយនឹងចរិតរឹកពីចរិយាមារយាទគេល្អសមរម្យកាយវាចាគេត្រឹមត្រូវមិនចងេងចងាងមានសិលធម៌ពាក្យសម្ដីសម្ដៅព្រោះភាសាមិននឹកដើរអីអូចាក់ចុចញ៉ៃដើមគេអីហ្នឹងបនងាយឲ្យផលទេលៀបយោរិស័យខ្ពស់រត់រនអ្នកមានបនអ្នកមានសិលមានន័យថាគេសំរុំថ្លៃថ្នូរត្រឹមត្រូវទាំងក្រៅទាំងក្នុងទាំងកាយទាំងវិចារទាំងចិត្តគេល្អមិនមួម៉ៅសៅមងចំណែនបែនជន់អ្នកណាទេស្រឡះឲ្យប្រឹងប្រែងព្យាយាមនឹងបនងាយឲ្យផលបើយើងមានសទ្ធាឲ្យបាយទឹកជាទានយើងបានអានិសង្ឃមានកម្លាំងកំហែងរឹងមាំធ្វើការងារងាយអស់កម្លាំង
យើងមានសទ្ធាឲ្យសម្ពុតខោអាវជាទៀនជាណាណាយើងមានពណ៌សម្បុរស្អាតមិនសូវលាតលេច្រើនទេហើយអ្នកណាឲ្យពន្លឺជាទៀនឲ្យភ្លើងពូលសូឡាបូជាទៀនបំភ្លឺអ្នកនឹងមានភ្នែកល្អមានភ្នែកទឹកមានរឿងអីដឹងទាំងអស់ហើយអ្នកឲ្យយានជំនិះជាទៀនអ្នកនឹងបានសេចក្តីសុខយានទទួលសុខទទួលហោតិហើយអ្នកមានសទ្ធាបរិច្ចាគទីកន្លែងស្នាក់នៅផ្ទះសម្បែងទីពេទ្យសាលារៀនឬក៏កុដិសាលាថ្វាយព្រះសង្ឃជូនអ្នកក្រីក្រអ្នកពិបាកឬក៏ដល់សាលារៀនទីពេទ្យនៅនឹងឈ្មោះថាឲ្យរបស់គ្រប់យ៉ាងបានបនយូរម្បែងហើយបានបនច្រើនទៀតអ្នកឲ្យសេនាសនៈជាទៀនហើយបើអ្នកឲ្យធម៌ជាទៀនណែនាំឲ្យគេចេះយល់ត្រូវអាចរំដោះសេចក្តីទុក្ខពីជីវិតបានអ្នកនឹងឈ្មោះថាឲ្យព្រះនិព្វានអញ្ចឹងបើយើងមានសទ្ធាឲ្យអាមិសជាទៀនរបស់របរសម្រាប់ប្រើប្រាស់ហ្នឹងយើងបានផលជាអាយុវណ្ណៈសុខៈពលៈទ្រព្យរបស់លៀបយសចឹងទៅបានអានិសង្សនឹងត្រឡប់មកវិញបើយើងឲ្យធម៌ជាទៀននឹងពន្យល់នឹងក៏បានបុណ្យបានអានិសង្សច្រើនណាស់ដោយសារធ្វើឲ្យមនុស្សនឹងយល់ត្រូវគេអាចរៀបចំជីវិតគេក្នុងផ្លូវល្អគេបានសុខអញ្ចឹងអ្នកដែលឲ្យធម៌ជាទៀនអ្នកផ្ដល់ចំណេះនឹងបានអានិសង្សច្រើនថ្មឃើញកូនចៅខ្លះពេលទៅដល់ផ្ទះចុះពីឡានពីម៉ូតូទៅថ្វាយគុំឪពុកម្ដាយក្បាលដល់ដីនឹងល្អមែនតើព្រោះកូនចៅខ្លះដូចថាទៅដល់គាត់តែជំរាបសួរប៉ុណ្ណឹងថាដូចមិនទាន់គ្រប់គ្រាន់ដោយសារការជំរាបសួរនោះវាធ្វើជាមួយអ្នកណាក៏ធ្វើដែរអញ្ចឹងមួយខែមនសនដៅមួយឆ្នាំមួយខែបានទៅម្ដងអញ្ចឹងគ្រប់អោនលំទូនអរគុណគាត់ដែលបានចាំបីបាច់ថែសារហើយក៏បានជាគំរូល្អមួយដល់កូនចៅយើងដែរហើយជាបុណ្យកុសលសម្រាប់យើងហើយបើមានអីវ៉ៃវ៉ាន់អីយើងរៀបចំជូនគាត់ថ្វាយគុំហើយឲ្យកូនឲ្យចៅទៅជាមួយដើម្បីឲ្យកូនចៅហ្នឹងមើលគំរូយើងហើយពេលគេធំគេដឹងក្តីគេធ្វើអញ្ចឹងដាក់យើងវិញយើងឃើញកូនចៅល្អដឹងខុសដឹងត្រូវដឹងគុណដឹងទោសអញ្ចឹងយើងសប្បាយចិត្តដែរហើយកូនហ្នឹងគេបានបន់របស់គេទៅទៀតដែរតាមពិតទៅការទំនុកម្ដងឪពុកម្ដាយនឹងគួរធ្វើជារឿយៗជាប្រចាំមកកូនចៅបានបន់ច្រើនម៉ែឪជាស្រែបន់ក្នុងភាសាធម៌លោកហៅថាជាអាហុណយៈកូនចៅណាបានធ្វើបន់ជាមួយឪពុកម្ដាយនឹងបានបន់ច្រើនណាស់ចម្រុងចម្រើនបន្ទាប់ពីប្រជុំបិណ្ឌមកយើងថ្វាយគុំលាឪពុកម្ដាយក្បាលដល់ដីទៅម៉ែឪសប្បាយចិត្តឲ្យពរឲ្យជ័យយើងទទួលបានពរពីព្រះពេលទៅដល់ផ្ទះកូនចៅគួរទៅថ្វាយគុំឪពុកម្ដាយមិនគួរខ្មាស់អៀនណាគុំគួរធ្វើតែជំរាបសួរដែរយើងបង្ហាញសេចក្តីគោរពសេចក្តីស្រឡាញ់នឹករលឹកដល់គាត់ហើយជាបុណ្យកុសលសម្រាប់យើងហើយក៏ជាគំរូមួយសម្រាប់កូនចៅរបស់យើងដែរហើយជាការរក្សាប្រពៃណីវប្បធម៌គោរពចាស់ទុំជាពិសេសការគោរពដឹងគុណចំពោះឪពុកម្ដាយហើយបុណ្យកុសលហ្នឹងក៏បានមកលើយើងវិញកូនចៅគេឃើញអញ្ចឹងគេធ្វើអញ្ចឹងដាក់យើងវិញដែរហើយបើយើងមានរបស់របរលុយកាក់អីយើងរៀបចំថ្វាយគុំជូនគាត់ឲ្យបានត្រឹមត្រូវទៅមិនប្រើតែកូនតែចៅឲ្យទៅថ្វាយគុំជូនយាយយើងផងដើម្បីឲ្យកូនចៅហ្នឹងបានយើងជាគំរូហើយគេត្រឡប់មកធ្វើជាមួយយើងអញ្ចឹងដែរនៅពេលដែលគេដឹងក្តីទៅតាមពិតទៅគួរទំនុកម្ដងឪពុកម្ដាយហ្នឹងរឿយមិនមែនចាំបាច់តែដល់ខែមនសនដៅឯងកូនចៅណាបានធ្វើបុណ្យជាមួយឪពុកម្ដាយដែលនៅរស់រានមានជីវិតហ្នឹងបានបុណ្យបានកុសលច្រើនណាពីព្រោះឪពុកម្ដាយជាអាហុណយៈជាស្រែបុណ្យរបស់កូនចៅណាបានធ្វើបុណ្យជាមួយបានបុណ្យច្រើនហើយពេលត្រឡប់មកវិញយើងថ្វាយគុំលាឪពុកម្ដាយមកវិញមកយើងបានទទួលពរជ័យពីគាត់យើងបានសិរីសួស្ដីពរជ័យពីព្រះតែយើងគោរពបូជាទេវតាដោយម្ដេចទើបត្រឹមត្រូវទេវបលិមាន2មួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលដល់ទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំឲ្យសូមបានសេចក្តីសុខចុះទី2យើងដាក់គ្រឿងដង្វាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹង
ប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកុលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវពលីហ្នឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់រឿងទេតើយើងមានបុណ្យដែរទើបទេវតាជួយយើងបានបើមានគេសួរថាពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈមានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារៀបជាធិមរណៈបែកបាក់ព្រាត់ប្រាសហើយទុក្ខនឹងមានទាំងទុក្ខផ្លូវកាយមានទាំងទុក្ខផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុក្ខទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ព្រាត់ប្រាសចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុក្ខនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈនឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខនឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអត់អាចនៅសុខអញ្ចឹងបានរហូតទេអញ្ចឹងព្រះអង្គបានពាល់ត្រូវនៅព្រះនិព្វានដែលជាសេចក្តីសុខមមទាំប្រកបវិជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងអំពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាអញ្ចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាទិដ្ឋិការយល់ត្រូវសមាសង្កប្បៈការត្រេះរិះត្រូវជាដើមជាការត្រាស់ដឹងនៅអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារៀបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតឲ្យព្រះអង្គរួចផុតពីទុក្ខហើយមាត់យើងអាចប្រើឲ្យកើតបុណ្យឬក៏អាចនាំឲ្យកើតបាបកើតបុណ្យមួយយើងនិយាយពាក្យពិតសច្ចៈនឹងមានបារមីទី2និយាយឲ្យគេរួបរวมគ្នាកុំចាក់អូចឲ្យគេឆ្លោះគ្នាទី3យើងនិយាយពាក្យព្រោះភាសាកុំអាមមឹងហែងជេរបន្តិចផ្ដាសាហើយទី4និយាយពាក្យមានប្រយោជន៍និយាយអត់ប្រយោជន៍ច្រើនពេកមាត់នាំឲ្យកើតបាបនិយាយកុហកគេបោកប្រាស់គេហ្នឹងបាបគេលែងទុកចិត្តហើយទី2និយាយញុះញង់អ៊ិចអូចចាក់ចុចគេឆ្លោះគ្នាឲ្យគេបែកបាក់គ្នាទី3និយាយបន្តិចផ្ដាសាអាមមឹងហែងហងហ្នឹងទី4និយាយប្របែកប្របោយអត់ប្រយោជន៍អត់បានការនិយាយលឺដូចតលេខផ្ទុះអាហ្នឹងក៏នាំឲ្យមានបាបដែរលោកហៅថាវជ័យទុច្ចរិតអ្នកធ្វើវជ័យទុច្ចរិតហ្នឹងមានបាបកម្មមាត់មិនល្អថ្មិញមិនល្អនិយាយស្ដីគេមិនសូវស្ដាប់ប្តីប្រពន្ធកូនចៅអីគេមិនធ្វើតាមនិយាយច្រើនមិនយូរទៅតូចចិត្តខ្លួនឯងចំណែកអ្នកមានវជ័យសុចរិតពាក្យសម្ដីល្អត្រឹមត្រូវមាត់ក៏ល្អថ្មិញក៏ល្អបោមាត់ក៏ល្អក្លិនមាត់ក៏ល្អមានប្រពន្ធកូនចៅក៏គេស្ដាប់ប្រកបតាមនិយាយស្ដីអីគេចង់តែស្ដាប់ឯងពេលព្រះអង្គទៅត្រាស់ដឹងភ្លាមហ្នឹងមានឈ្មួញ2នាក់ទៅពីសវណ្ណភូមិយើងទៅនឹងទៅរស់ស៊ីនៅស្រុកឥណ្ឌាទេវតាដែលនៅអាស្រ័យនឹងព្រៃនឹង
ធ្លាប់ជាម្ដាយរបស់ឈ្មោះ2នាក់នឹងកាលពី5ជាតិមុនហើយនឹកចង់ឲ្យកូននឹង2នឹងបានធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធដំបូងគេដោយសារព្រះអង្គខានឆាន់ចង្ហាន់ចំនួន7សប្តាហ៍មកហើយអញ្ចឹងទេវតានឹងទៅបង្ហាញខ្លួននៅមុខទេគោនឹងគោខ្លាចអត់ហ៊ានទៅមុខទេ2នាក់តពុសៈផលិកៈនឹងចុះមកបែបនស្រន់អីមិនគុំទៅចុងក្រោយបានទេវតានឹងចូលទៅសន្ធិដ្ឋនៅនឹងពាណិជ្ជម្នាក់ហើយនិយាយរាយរាប់ថាព្រះសម្មាសម្ពុទ្ធទើបតែត្រាស់ដឹងឲ្យកូនទាំងពីរនឹងយកចង្ហាន់យកទៅថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានសម្រេចជាបុណ្យកុសលទឹកចិត្តជាម្ដាយចង់ឲ្យកូនបានបុណ្យ2នាក់តពុសៈផលិកៈនោះក៏យកចង្ហាន់យកទៅថ្វាយព្រះអង្គមាននំក្រៀមនំកំពងនំលាជអីចឹងទៅរបស់ដែលក្រៀមហើយនឹងទឹកខ្មុំទឹកអំពៅអីផ្សេងយកទៅថ្វាយព្រះអង្គបានបុណ្យច្រើនណាស់ឈ្មោះពាណិជ្ជទាំង2នាក់ហ្នឹងជាអ្នកដែលបានដល់នៅពុទ្ធនិងពធជាទីពឹងទីរលឹកមុនដំបូងគេលោកហៅថាទ្វេវាជិកសរណគមមានន័យថាសរណគមមានតែ2គឺពុទ្ធនិងពធដោយសារអត់ទាន់មានប្រសង់ទេវតាដែលនាំតពុសៈផលិកៈឲ្យបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ដាយតាំងពី5ជាតិមុនម៉េះខ្មែរយើងយកចិត្តនិយាយថាម្ដាយដើមប៉ុន្តែយើងមិនដឹងទេមិនដឹងថាមួយណាជាម្ដាយដើមមួយណាជាអមនុស្សអីចឹងយើងមានថាធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនទៅឲ្យបានសេចក្តីសុខហើយឲ្យជួយថែសារកូនចៅឲ្យបានសុខសប្បាយប៉ុណ្ណឹងដែរក្នុងពជាដកមួយនិយាយពីរឿងសេដ្ឋី2នាក់ម្នាក់មានទ្រព្យ40កោដម្នាក់ទៀត30កោដអាហ្នឹងទ្រព្យដែលគាត់យកទៅកប់ឯណាទ្រព្យនៅផ្ទះនៅសបែងផ្សេងប៉ុន្តែពេលមុននឹងមរណកាលហ្នឹងគាត់អត់បានប្រាប់កំណប់នឹងទៅកូនទៅចៅឬទៅគៀងបេះដូងដាច់ខ្សែឈាមខួរក្បាលអីចឹងទៅឧទាហរណ៍ដល់ពេលចិត្តនោះវាជាប់ជំពាក់នឹងទ្រព្យហ្នឹងអញ្ចឹងម្នាក់ស្លាប់ទៅកើតជាកដោធ្វើរុនថែសារទ្រព្យហ្នឹងម្នាក់ទៀតកើតជាពស់ធ្វើរុនថែសារទ្រព្យដែលខ្លួនកប់ហ្នឹងខ្មែរយើងធ្លាប់ឮមកថាពស់ថែកំណប់ហើយនៅមើលហ្នឹងទៅវល់រហូតដល់ថ្ងៃមួយទឹកគួចយកពស់នឹងកដោនឹងទៅតាមទឹកទៅបានតបោះជួយទៅពស់នឹងកដោនឹងក៏នឹកគុណតបោះដែលជួយស្រោចស្រង់ក៏យកកំណប់នឹងជូនលោកតបោះនឹងទៅលោកតបោះចុងក្រោយមកបានធ្វើជាមហាក្សត្រយកកដោយកពស់នឹងទៅចិញ្ចឹមនៅក្នុងវាំងហើយកដោនឹងពស់នឹងក៏បុគ្គលទ្រព្យសម្បត្តិនឹងឲ្យលោកតបោះនឹងទាំងអស់ទៅលើករឿងនឹងមកចង់និយាយថាពេលដែលធ្វើមរណកាលហ្នឹងបើយើងជាប់ជំពាក់វៈវិននឹងទ្រព្យរបស់នេះនោះអាចទៅកើតនៅនឹងជាចិញ្ចក់ជាតកែជាស្អីទៅបើយើងនៅប្រកាន់ណាបើយើងរៀនលះបង់រៀនធ្វើបុណ្យទៅហើយទៅហើយរបស់ណាដែលត្រូវលះបង់នោះលះបង់ឲ្យគេអស់ណាកុំឲ្យជំពាក់វៈវិនវាអាចនាំឲ្យបដិសន្ធិអត់ល្អក្នុងជាតិបន្ទាប់យ៉ាងកញ្ញវិតតាំងអិទ្ធវិហុរាំងវាសក្កេសុវាយ៉ាងរតនំបណៃតាំងទ្រព្យឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកនោសមੰអតិតថាគតេអ្នកទ្រព្យនិងរតនវត្ថុទាំងនោះស្មើដោយតថាគតមិនមានឡើយអ៊ីទាំងពិពុទ្ធេរតនំបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានខយ៉ាងវិរិយកាំងអមតាំងបណៃតាំងយតិចគាសក្យមុនីសមាហិតោព្រះសក្យមុនីជាម្ចាស់មានប្រតិតម្កល់មាំបានត្រាស់ដឹងហើយនៅប្រធរឯណាជាទីខ្សែនៃកិលេសជាទីប្រាសចាករាគៈជាធម៌មិនស្លាប់ជាធម៌ដ៏ឧត្តមនតេនធម្មេនសមាធិកេញចេរបស់អវ័យមួយស្មើដោយប្រធរនោះមិនមានឡើយអ៊ីទាំងពិថាមេរតនាំងបណៃតាំងកែវគឺប្រធរនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយ៉ាំពុទ្ធសេថោបរិវណ្ណយីសុចង្ព្រះពុទ្ធដ៏ប្រសើរទ្រង់សរសើរនៅសមាធិឯណាថាជាធម៌ដ៏ស្អាតសមាធិមាននន្តរិកញ្ញមាហុបណ្ឌិតទាំងឡាយពោលហើយនៅសមាធិឯណាជាធម៌ឲ្យផលដោយលំដាប់សមាធិនាតេនសមោនវិជ្ជតិសមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយអ៊ីទាំងពិថាមេរតនាំងបណៃតាំងកែវគឺប្រធរនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តិហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមាន
เยปกลีอัตสตังประสัทธาจัตตาริเอตานิยุเกียนิหอนเตบุคคลทั้งหลายเอนาประใบจุมปุกได้สอบบรอทั้งหลายสสาหายบารอบเจียกูบานบวนกูเตเตะเขนายาสกตาสสาวกาบุคคลทั้งหลายนุเจียสาวะរបស់ព្រះសកុតលោកគួរដល់តេខេណាទៀនអេតេសតិនីនិមហបលានិទៀនដែលបុគ្គលឲ្យហើយដល់តេខេណាយបុគ្គលទាំងឡាយនោះជាទៀនមានផលច្រើនអ៊ីដាមពិសង្ខេរតនាងបណៃតាំងកែវគឺប្រសង់នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តហោតោដោយពាក្យសច្ចនេះសូមសេរីសួស្តីកើតមានពេលញោមប្រគេនអីវ៉ាន់តីទៀនដល់ប្រសង់ញោមអាចទៅគៀកតិចឲ្យលើកបង្ហើបតិចក៏បានឲ្យប្រសង់ទទួលទៅនឹងត្រូវតាមវិន័យយើងអ្នកធ្វើទៀនក៏យើងបានបន់ប្រសង់ឆាន់ចង្ហាន់ហ្នឹងក៏អត់ត្រូវទោសដែរបើញាតិញោមគាត់ទៅទុកឲ្យគាត់ណាប៉ះក៏អត់បានទៀតក្នុងវិន័យហ្នឹងតើរៀងរុញឲ្យកម្រើកបង្ហើបអីបន្តិចទៅប៉ុន្តែពិបាកពេលជុំបិណ្ឌហ្នឹងចង្ហាន់ច្រើនប៉ុន្តែយ៉ាងហោចញាតិញោមដែលបាននៅក្បែរប្រសង់ហ្នឹងក៏គួរលើកបង្ហើបបន្តិចដើម្បីឲ្យមានចលនាឲ្យប្រសង់ទទួលទៅនឹងលោកឆាន់អត់ត្រូវទោសឲ្យយើងបានបន់ហើយយើងបានបន់ហ្នឹងទៅជូនដល់ញាតិរបស់យើងបានបន់ច្រើនឬហូអសរិនហ្នឹងមានមាឌធំហើយមានចិត្តចំណែនមិនសប្បាយចិត្តនឹងប្រចាំដែលមានពន្លឺភ្លឺធ្វើឲ្យមនុស្សស្រឡាញ់ចូលចិត្តទេអញ្ចឹងក៏ទៅហាមាត់ចំផ្លូវដែលប្រចាំត្រូវធ្វើដំណើរនឹងប្រចាំហ្នឹងមានទេវបុត្រមួយអង្គនៅអាស្រ័យថែរក្សាគឺចន្ទមៈទេវបុត្រឬក៏យើងហៅថាចន្ទទេវបុត្រប្រចាំហ្នឹងកិច្ចទៅណាមិនរួចក៏ត្រូវចូលក្នុងមាត់រាហូភ័យតក់ស្លុតពីព្រោះរាហូនឹងលេបក៏នឹកឃើញដល់ព្រះសម្មាសម្ពុទ្ធហើយថ្វាយគុំព្រះពោលគាថារំលឹកគុណពុទ្ធថាបបិទ្ធពុទ្ធអ្នកមានព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គបានរួចស្រឡះចាកធរទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំថ្វាយគុំព្រះអង្គអញ្ចឹងព្រះអង្គឮពាក្យរបស់ចន្ទមៈទេវបុត្រហ្នឹងក៏ពោលនឹងរាហូអសរិនថាចន្ទមៈទេវបុត្របានដល់នៅតថាគតជាព្រះអរហន្តជាទីពឹងទីរលឹកហើយមនារាហូអ្នកចូលលែងចន្ទទេវបុត្រទៅព្រះពុទ្ធទាំងឡាយតែងអនុគ្រោះដល់សត្វលោករាហូអសរិនក៏នៅលើពុទ្ធិកាប៉ុណ្ណឹងញ័រទៅត្រឹករត់ទៅរវេបចិត្តអសរិនមេរបស់ខ្លួនព្រឺរោមព្រឺស្បែកហើយវេបចិត្តអសរិនក៏សួរថារាហូមិនក៏ញញញ័រម៉េះបញ្ញាបញ្ញាទៅណារាហូអសរិនប្រាប់ថាចន្ទមៈទេវបុត្រពោលគាថារំលឹកគុណព្រះអង្គរំលឹកគុណពុទ្ធហើយបើខ្ញុំមិនលែងចន្ទមៈទេវបុត្រទេក្បាលខ្ញុំនឹងបែកជា7ភាគឬក៏ថាបើខ្ញុំរស់វិញក៏រស់មិនបានសុខដែរចន្ទមៈទេវបុត្រក៏រួចផុតពីគ្រោះភ័យដោយអានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធញាតិញោមអាចរំលឹកគុណព្រះសម្មាសម្ពុទ្ធនៅពេលដែលមានភ័យអន្តរាយអីកើតឡើងយកគុណព្រះអង្គមកជាអារម្មណ៍ធ្វើចិត្តយើងឲ្យជ្រះថ្លាក្នុងគុណព្រះអង្គបុណ្យនឹងអាចជួយសម្រាលទុក្ខទោសនឹងបានខ្លះដែរដើម្បីនៅមួយគ្នាបានសុខក្នុងគ្រួសារក្នុងសង្គមឬក៏ស្ថាប័នរដ្ឋឯកជនអីក៏ដោយគឺត្រូវរៀនមើលចំណុចល្អរបស់គ្នាទៅវិញទៅមកកុំឲ្យយើងអង្គុយទៅមើលកំហុសខុសឆ្គងចេះចុះនិន្ទាតេះដៀលបន្តបង្អាប់ទៅវាធ្វើឲ្យបាក់ទឹកចិត្តធម្មតាមនុស្សតែមានចំណុចខុសឆ្គងអីខ្លះជាធម្មតាប៉ុន្តែបើយើងនិយាយណែនាំហ្នឹងក៏ដោយទឹកចិត្តល្អចង់ឲ្យគាត់នឹងបានកែប្រែមកវិញមិនមានបំណងជន់ពង្លិចធ្វើឲ្យគេអាក្រក់ធ្វើឲ្យខ្លួនឯងនឹងគ្រាន់បែនិយាយកែអញ្ចឹងយើងបានបន់វិញបើយើងនិយាយជន់ពន្លិចបង្អាប់បន្តោសមើងងាយមើលថោកគេអានឹងយើងបានបាបបើយើងចង់ឲ្យកន្លែងនឹងល្អតើយើងចូលរួមបណ្ដុះពូជល្អហ្នឹងក្នុងចិត្តរបស់យើងផងក្នុងចិត្តរបស់មនុស្សជុំវិញខ្លួនយើងផងបើឃើញគេធ្វើល្អហើយយើងកុំកំណាញ់ពាក្យលើកទឹកចិត្តលើកសរសើរផ្ដល់កម្លាំងចិត្តអាសកម្មភាពល្អពូជល្អហ្នឹងដុះច្រើនទៅហើយមិត្តភាពក៏ល្អការងារក៏ទៅមុខដែរប៉ុន្តែលើយើងទម្លាក់មានះចុះកុំឲ្យខ្លាចគេល្អជាងខ្លួនអញ្ចឹងទៅឯងវាអន់អញ្ចឹងកុំយើងធ្វើជាអ្នកបណ្ដុះពូជល្អអានឹងយើងបានចម្រើនហើយបើយើងដើរទៅនិន្ទាតេះដៀលគ្នាទេ
អត់ទៅមុខឯការងារហ្នឹងនឹងរាំងស្ទះឆ្លោះប្រកែកគុំគួនគ្នាមខាននេះពេលប្រគេនចង្ហាន់ព្រះសង្ឃហើយកុំភ្លេចឧទ្ទិសទានហ្នឹងដល់ញាតិរបស់យើងណាបើយើងចេះបល័យបានយើងគួរសូត្រអ៊ីទាំងវោញាតិណាំងហោតុសុខិតាហោនតុញាតយោរីទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះហើយបើយើងមិនចេះភាសាបាលីទេយើងឧទ្ទិសជាភាសាខ្មែរក៏បានដែរតែសូមឧទ្ទិសបុណ្យនេះដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះជាការដឹងគុណចំពោះអ្នកស្លាប់ពីព្រោះយើងយកបាយយកទឹកទៅជូនគាត់ហូបលែងកើតតែអញ្ចឹងយើងមានតែឧទ្ទិសទានដែលយើងបានធ្វើក្នុងថ្ងៃនេះសូមឲ្យញាតិទាំងអស់នោះត្រេកអរបុណ្យត្រេកអរទាននេះហើយសូមឲ្យបានសេចក្តីសុខចុះលទ្ធផលបាក់ឌុបជាប់ធ្លាក់ចេញមកហើយបាននិទេសអីក៏តាមនឹងទៅចាស់ជាប់ក៏ផឹងផែងបន្តទៅទៀតហើយកូនក្មួយដែលធ្លាក់កុំតូចចិត្តកុំខ្មាស់គេអីលទ្ធផលបាក់ឌុបប៉ុណ្ណឹងវាមិនទាន់កំណត់ជោគវាសនាជីវិតរបស់យើងឯងនៅវែងឆ្ងាយទៅទៀតណាបើយើងផឹងប្រែងមិនប្រកាសថាយើងធ្លាក់ហ្នឹងយើងអន់យើងអ្នកជាប់ទេប៉ុន្តែវាត្រូវការតស៊ូព្យាយាមបើចង់ហ៊ានបន្តទី12ទៅបើចង់ចាប់យកជំនាញបច្ចេកទេសទៅព្រោះសង្គមយើងនេះឥឡូវត្រូវការអ្នកជំនាញបច្ចេកទេសច្រើនណាស់អាត្មាលើកទឹកចិត្តកូនក្មួយឲ្យរៀនអីមួយឲ្យច្បាស់លាស់ឲ្យកែឲ្យខ្លាំងកុំឲ្យរៀនយកតែច្រើនសាលា2សាលា3សួររៀនចេះអីអត់ចេះហ្នឹងអត់កែទេមនុស្សនឹងជោគជ័យមិនជោគជ័យតែមនុស្សនឹងមានជំនាញច្បាស់លាស់ពិតប្រាកដក្នុងជីវិតដែរអត់ទេកុំគាត់ណារៀនដើម្បីអួតគេថារៀនសាលាច្រើនណានឹងអត់កែទេកូនក្មួយរៀនចប់ទី12បើត្រូវចេញទៅធ្វើការឲ្យគេអាត្មាជូនយោបល់ថាត្រូវរៀនជំនាញបច្ចេកទេសសិនមុននឹងចេញទៅធ្វើការឲ្យគេពីព្រោះអ្នកដែលមានជំនាញបច្ចេកទេសហ្នឹងបានប្រាក់ចំណូលខ្ពស់ជាងប្រើកម្លាំងពលកម្មសុទ្ធហើយសាលាបច្ចេកទេសរដ្ឋយើងផ្ដល់អាហារូបករណ៍ហើយផ្ដល់ប្រាក់ខែទៀតផងឲ្យតែបងអូនផឹងប្រែងហើយរៀនចប់មានជំនាញច្បាស់លាស់អត់ខ្វះការងារធ្វើទេវត្តអារាមតូចធំតាមជាក់ស្ដែងប៉ុន្តែសំខាន់ថាតើមានសណ្ដាប់ធ្នាប់អនាម័យទុកដាក់របស់របរសម្ញាំសម្ងួចនឹងសមរម្យស្អាតបាតអត់មានសួនមានដើមឈើមានទីធ្លាមានទីសក្ការៈបូជាសមរម្យមិនចង្អៀតចង្អល់ចងេងចងាងអានឹងញាតិញោមចូលទៅកើតចិត្តជ្រះថ្លាគាត់មានសទ្ធាជួយឧបត្ថម្ភគ្រប់គ្រងវត្តអារាមនឹងមកប៉ុន្តែបើយើងអត់បានរៀបចំត្រឹមត្រូវញាតិញោមចូលទៅអត់មានសទ្ធាអត់កើតបន់ណាដល់អញ្ចឹងអត់ងាយគាត់ជួយទេអញ្ចឹងតើយើងទាំងអស់គ្នាចូលរួមទាំងប្រសង់ទាំងចាគណៈកម្មការពុទ្ធបរិស័ទទៅចូលរួមធ្វើម៉េចឲ្យកន្លែងវត្តអារាមនឹងស្អាតបាតសមជាកន្លែងតម្កល់នៅព្រះរតនត្រ័យវត្ថុដ៏មានតម្លៃ3គឺពុទ្ធពធប្រសង់ជារបស់មានតម្លៃដូចជាក្របពេជ្រអញ្ចឹងកន្លែងតម្កល់ក្របពេជ្រនឹងវាត្រូវតែស្អាតដែលយើងហៅថាអារាមប្រែមកវិញថាសួនទៅចូលរួមទាំងអស់គ្នាពេលចំណុចមួយដែរកុំចាក់សាបច្រើនពេកកុំចាក់បេតុងពេញវត្តពេកវានាំឲ្យក្តៅហើយខូចសោភ័ណភាពវត្តគួរសិក្សាទុកធ្វើជាសួនដាំដើមឈើដើម្បីបានជាប្រយោជន៍បូជាបរតនត្រ័យផងពុទ្ធបរិស័ទមកក៏គាត់បានស្ងប់ចិត្តផងតើមានវិញ្ញាណនៅវល់មិនទាន់ទៅកើតដោយសារគាត់មានកម្មអីអញ្ចឹងឬក៏យ៉ាងណានៅពេលមនុស្សយើងស្លាប់ទៅត្រូវបដិសន្ធិភ្លាមនឹងមកទៅជាមនុស្សទៅជាទេវតាឬក៏ប្រែតនរកអីចឹងទៅមិននៅរងចាំ7ថ្ងៃ100ថ្ងៃអីទេគឺបដិសន្ធិភ្លាមនៅក្នុងអភិធម្មថាចុតិបដិសន្ធិប៉ុន្តែអ្នកខ្លះស្លាប់ទៅវាអត់បានត្រៀមខ្លួនអត់បានធ្វើបុណ្យអីទុកទៅកើតជាប្រែតទៅកើតជាអសុរកាយនៅកន្លែងហ្នឹងហើយចឹងគាត់ស្រេកគាត់ឃ្លានគាត់ពិបាកដែលយើងឃើញថាខ្មោចលងបង្ហាញរូបបង្ហាញរាងហើយឮសំឡេងធំក្លិនអីចឹងអាហ្នឹងគាត់ទៅកើតកន្លែងហ្នឹងដោយសារគាត់ខ្វះបុណ្យហើយគាត់មកបង្ហាញខ្លួនយើងដែលយើងហៅថាខ្មោចលងហ្នឹងពេលខ្លះគាត់មកសុំជំនួយពីយើងពីព្រោះគាត់ទៅនឹងទៅកើតក្នុងកំណើតថ្មីហ្នឹងគាត់ភ័យគាត់ខ្លាចគាត់អត់គាត់ឃ្លានអញ្ចឹងក្នុងនាមយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងធ្វើទានជាមួយអ្នកមានសិលហើយឧទ្ទិសកុសលជូនគាត់ទៅអញ្ចឹងមិនមានវិញ្ញាណអីនៅវល់ទេតាមពិតទៅគាត់បានទៅកើតក្នុងកំណើតនឹងរួចហើយប៉ុន្តែកំណើតដែលខ្វះបុណ្យអីចឹងទៅពេលសវណ្ណសាមត្រូវព្រួញពឹង
ពុកម្ដាយដែលពិការភ្នែករួមជាមួយនឹងទេពធីតាថែរក្សាភ្នំឈ្មោះសុន្ទរីដែលត្រូវជាម្ដាយដើមរបស់ព្រះពោធិសត្វកាលពី7ជាតិមុននឹងធ្វើសច្ចកិរិយាការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតរឿងនឹងវាពិតអញ្ចឹងមែនដោយអានុភាពនៃពាក្យពិតនឹងសូមឲ្យបានរួចផុតពីគ្រោះភ័យបើនៅក្នុងបារមីលោកចាត់ចូលនៅក្នុងសច្ចបារមីម្ដាយរបស់សវណ្ណសាមនឹងអោបនៅលើទ្រូងសវណ្ណសាមទៅក្តៅដឹងថាកូនមិនទាន់អស់ជីវិតទេក៏លើកដៃបន្នំឡើងពូនៅសច្ចកិរិយាថាសាមកូនខ្ញុំជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលៀបទៅសាមកូនខ្ញុំជាអ្នករក្សាពាក្យសច្ចៈដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលៀបទៅសាមកូនខ្ញុំជាអ្នកចិញ្ចឹមមេត្តានិងបិតាដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមសាបលៀបទៅសាមកូនខ្ញុំជាអ្នកចេះគោរពរៀមច្បងក្នុងតកូលដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលៀបទៅសាមជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសសាបលៀបទៅបុណ្យណានីមួយដែលម៉ែបានធ្វើឲ្យផងឪពុកឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនរបស់សាបលៀបទៅគ្រាន់តែម្ដាយធ្វើសច្ចកិរិយាចប់សវណ្ណសាមនឹងក៏ប្រែខ្លួនមកមួយចំហៀងបន្ទាប់មកបានឪពុកនឹងធ្វើសច្ចកិរិយាដូចម្ដាយបានធ្វើដែរតាំងពីកូនសាមជាអ្នកប្រព្រឹត្តធម៌កូនសាមជាអ្នករក្សាពាក្យសច្ចៈកូនសាមជាអ្នកចិញ្ចឹមមេត្តាបិតាកូនសាមជាអ្នកគោរពរៀមច្បងកូនសាមជាទីស្រឡាញ់ពេញចិត្តរបស់ឪជាងជីវិតរបស់ខ្លួនទៀតដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងបានសាបលៀបទៅបុណ្យណានីមួយដែលឪបានធ្វើឲ្យផងដែលម្ដាយឯងបានធ្វើឲ្យផងដោយអានុភាពនៃបុណ្យនោះសូមឲ្យពឹសក្នុងខ្លួនសវណ្ណសាមនឹងសាបលៀបទៅបន្ទាប់ពីឪពុកធ្វើសច្ចកិរិយាក៏ប្រែខ្លួនមកម្ខាងទៀតបន្ទាប់មកបានទេវតាដែលត្រូវជាម្ដាយដើមកាលពី7ជាតិមុនឈ្មោះនាងសុន្ទរីនៅក្នុងភ្នំគុណធមាតនឹងក៏លើកដៃបន្នំប្រកាសសច្ចកិរិយាថាខ្ញុំនៅអាស្រ័យនឹងភ្នំគុណធមាតនេះអស់កាលយូរមកហើយឥតមានអ្នកណាជាទីស្រឡាញ់ជាទីពេញចិត្តវិសេសជាងសាមទេដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនរបស់សាមនឹងសាបលៀបទៅនៅភ្នំគុណធមាតសពព្រៃព្រឹក្សាទាំងឡាយសុទ្ធសឹងតែមានក្លិនក្អូបដោយពាក្យសច្ចៈនេះសូមឲ្យពឹសក្នុងខ្លួនសាមសាបលៀបទៅបន្ទាប់ពីសុន្ទរីទេពធីតាជាម្ដាយដើមរបស់ព្រះពោធិសត្វធ្វើសច្ចកិរិយាចប់សវណ្ណសាមក៏ដឹងខ្លួនមកវិញដោយអានុភាពនៃបុណ្យរបស់សវណ្ណសាមនឹងបានធ្វើឲ្យមានពិតមែនហើយពាក្យដែលឪពុកម្ដាយនិងទេវតាបានប្រកាសនឹងជាពាក្យពិតមែនអានុភាពនៃបុណ្យផងអានុភាពនៃពាក្យពិតនឹងផងធ្វើឲ្យសវណ្ណសាមរស់រានមានជីវិតផុតពីគ្រោះថ្នាក់ពេលមួយនោះអង្គលីមាសលោកដើរទៅបិណ្ឌបាតជួបស្ត្រីម្នាក់ដែលពោពោះចិត្តនឹងប្រសូតហើយប៉ុនប្រសូតមិនរួចស្រែកទៅហួយយំលោកមានចិត្តអាណិតចំពោះនាងហ្នឹងក៏ទៅថ្វាយបង្គំសុំព្រះអង្គថាតើខ្ញុំកណាជួយនាងនឹងយ៉ាងម៉េចទៅព្រះអង្គក៏ពង្រៀនសច្ចកិរិយាដល់អង្គលីមាសថាអង្គលីមាសអ្នកត្រឡប់ទៅវិញទៅកន្លែងនាងនឹងហើយត្រូវធ្វើសច្ចកិរិយាថាតាំងពីអាត្មាកើតមកអាត្មាមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងបានសុខសុវត្ថិភាពសូមឲ្យកូនរបស់នាងមានសុខសុវត្ថិភាពបានអង្គលីមាសលោកតវ៉ាព្រះអង្គថាព្រះអង្គកណានិយាយចឹងក៏ហក់ហើយព្រោះកណាសម្លាប់មនុស្សច្រើនណាស់បានព្រះអង្គបញ្ជាក់ឲ្យអង្គលីមាសនឹងរៀនសាថ្មីគាថាហ្នឹងព្រះអង្គសម្ដែងថាយៈតោហੰភគនិអរិយាយៈជាតិយាជាតិោនាពិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេនសច្ចេនសោធិតេហោតុសោតិកភាសៈប្រែមកវិញថា
ណែនាងតាំងពីអាត្មាកើតនៅក្នុងអរិយជាតិបានមកបួសនេះណាអាត្មាមិនដែលខ្លែងផ្ដាច់ផ្ដិលជីវិតសត្វឡើយដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានដល់នាងសូមសិរីសួស្តីកើតមានដល់គោព្រះអង្គលីមៀលមុនទៅឲ្យសូត្រគាថាធ្វើសច្ចកិរិយានៅចំពោះមុខនាងនឹងក៏ប្រសូតបុត្រដោយសុខសวัสดิភាពទៅយ៉ាងកន្លែងនឹងខ្លាយជាកន្លែងនៅក្រោយមកមនុស្សម្នាពិបាកប្របិនអីប្រសូតបុត្រសំបីតសัตว์ក៏ទៅយកទៅដាក់កន្លែងនឹងដែររហូតដល់ខាងក្រោយមកពេលភរិយាត្រូវប្រសូតបុត្រអីស្វាមីសូត្រគាថារបស់ព្រះអង្គុលីមៀលថែនឹងដែរប៉ុន្តែនេះជាប្រកាសពាក្យសច្ចៈតាំងពីលោកមកបួសមិនមែនតាំងពីលោកកើតមកពីដំបូងមកទេតាំងពីលោកកើតនៅក្នុងអរិយជាតិបានន័យថាបានមកបួសហ្នឹងលោកមិនដែលធ្វើបាណាតិបាតសម្រាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យនាងហ្នឹងមានសុវត្ថិភាពសូមឲ្យកូនហ្នឹងក៏មានសុវត្ថិភាពដែរអានុភាពនៃការពោលពាក្យពិតហ្នឹងបាននាងប្រសូតបុត្រមកដោយសុខសុវត្ថិភាពក្នុងបិដកលេខ77និយាយពីប្រវត្តិរបស់ព្រះអង្គកើតជាសត្វគ្រួចវត្តកជាតិព្រះអង្គទឹមញាស់ស្រាប់តែភ្លើងឆេះព្រៃមកពុកម្ដាយរបស់ព្រះអង្គហើចោលព្រះអង្គអស់ទៅអញ្ចឹងអត់មានអីជាទីពឹងក៏នឹកឃើញថាអាត្មាអញត្រូវធ្វើអីមួយដើម្បីជួយសង្គ្រោះដល់សត្វដែលនៅក្នុងព្រៃហ្នឹងហើយអាត្មាអញក៏រស់ជីវិតដែរបាននឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធនឹកដល់គុណគឺសច្ចធម៌នឹកដល់គុណពធហើយក៏បានធ្វើនៅសច្ចកិរិយាលោកពោលថាសន្តិបក្ខាអបតនាសន្តិបាទាអវញ្ញនីមេត្តាបេតាចនិកខន្តាជាតវេតៈបដិកម្មៈប្រែមកវិញថាស្លាបទាំងឡាយរបស់ខ្ញុំមានតែហើរមិនរួចជើងទាំងឡាយរបស់ខ្ញុំមានតែដើរមិនបានមេដាបៃតារបស់ខ្ញុំបានចាក់ចេញពីខ្ញុំទៅហើយមនាលភ្លើងព្រៃអ្នកចូលជិះចេញទៅដោយអានុភាពនៃសច្ចកិរិយាហ្នឹងភ្លើងដ៏សន្ធោសន្ធៅហ្នឹងគេចចេញពីកន្លែងនៃព្រះអង្គនៅនឹងអាការធ្វើនៅសច្ចកិរិយាហ្នឹងជាសច្ចបារមីរបស់ព្រះសម្មាសម្ពុទ្ធបើយើងគួរកត់សម្គាល់ថាការធ្វើសច្ចកិរិយានេះជាទូទៅតែងនឹករលឹកដល់គុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយបានពោលនៅពាក្យសច្ចៈប្រកាសនៅការពិតថារឿងនឹងវាអញ្ចឹងមែនដោយសច្ចវិជ្ជានេះសូមឲ្យសិរីសួស្តីកើតមានឲ្យបានរួចផុតពីទុក្ខទោសភ័យអន្តរាយឲ្យភ្លើងនឹងរលត់ទៅក្នុងករណីរឿងវត្តកជាតិដកហ្នឹងប៉ុន្តែតើរឿងនឹងជាការពិតពាក្យនឹងជាពាក្យពិតមែនទើបមានអានុភាពបើពាក្យប្រឡេមប្រឡំបាតដៃក្នុងដៃអត់មានអានុភាពទេរួមផ្សំជាមួយយើងបានធ្វើបុណ្យមកផងអានុភាពនៃបុណ្យផងអានុភាពនៃសច្ចកិរិយាការប្រកាសនៅពាក្យពិតនឹងផងអាចជួយឲ្យយើងបានរួចផុតពីគ្រោះភ័យបានយើងម្នាក់មានសំណាងហើយបានមកកើតជាមនុស្សយើងមើលអ្នកខ្វះបុណ្យទៅកើតជាសត្វដេរឆានរាប់លានរាប់កោតអត់មានឱកាសអាចមកពេញបុណ្យកុសលរៀនសូត្រចេះដឹងមានចំណេះមានជំនាញមានបញ្ញាស្មារតីបានទេប៉ុន្តែយើងអាចផ្លាត់ស្មារតីទៅធ្វើអំពើអាក្រក់ឲ្យវិលទៅកើតក្នុងកំណើតមិនល្អនឹងវិញហើយរងទុក្ខវិលវល់វែងឆ្ងាយដូច្នេះហើយតនយើងនៅមានអាយុមានបញ្ញាស្មារតីអាចធ្វើបុណ្យបានគួរធ្វើបុណ្យនេះហើយមិនគួរចំណាយពេលធ្វើអំពើអាក្រក់បៀតបៀនមានកម្មមានពៀជាមួយអ្នកដទៃទេពីព្រោះវានឹងនាំមកនៅសេចក្តីទុក្ខមកខ្លួនយើងវិញចុងក្រោយយើងទាំងអស់គ្នាត្រូវត្រឡប់ទៅវិញហើយយើងអត់អាចយកអីទៅបានតិចតួចទេមានតែកម្មដែលយើងបានធ្វើកម្មល្អកម្មមិនល្អហ្នឹងទៅតាមយើងត្រូវព្យាយាមសាងបុណ្យឲ្យបានច្រើនដើម្បីបានជាស្បៀងជាទីពឹងរបស់យើងក្នុងដំណើរសង្សារវដ្តដ៏វែងឆ្ងាយនេះបើខ្វះបុណ្យកុំសត់ដែរបើមានបុណ្យមានកុសលច្រើនយើងមិនសូវមានទុក្ខហើយយើងមានឧបនិស្ស័យនឹងបានរួចផុតពីទុក្ខផងបានត្រាស់ដឹងនៅព្រះនិព្វានក្នុងពុទ្ធសាសនាមាននិយាយពីរឿងយមរាជលែងប្រែតមកក្នុងរយៈពេល15ថ្ងៃភ្ជុំបិណ្ឌនឹងមែនឬក៏អត់มันមានសម្ដែងទេការធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជននឹងយើងធ្វើពេលណាក៏បានរយៈពេលភ្ជុំបិណ្ឌ15ថ្ងៃនេះជាការបង្កើតឡើងរបស់ពុព្វបុរសខ្មែរយើងដើម្បី
ឲ្យយើងទាំងអស់គ្នាចេះនឹករលឹកដល់បុព្វការីជនជីដូនជីតាដែលបានស្លាប់ទៅដោយការធ្វើបុណ្យឧទ្ទិសជូនចាំបាច់ត្រូវទៅយកចង្ហាន់ទៅបាន7វត្តបានត្រឹមត្រូវឬក៏យ៉ាងម៉េចការឧទ្ទិសទានដល់ញាតិហ្នឹងមិនចាំបាច់តល់ទៅ7វត្តទេមួយវត្តក៏បានមួយអង្គក៏បានប៉ុន្តែបើមានឱកាសពេលវេលាដើរបានច្រើនវត្តក៏ល្អដែរយើងបានបុណ្យហើយយើងបានបុណ្យហ្នឹងឧទ្ទិសជូនដល់ញាតិយើងក៏បានច្រើនដែរតើប្រគេនឲ្យបានអុជធូបឬក៏អុជធូបឲ្យបានប្រគេនអុជធូបមុនក្រោយមិនជាបញ្ហាទេបើអុជធូបក្អូបទៅក៏ល្អបើមិនជាគ្រាន់តែអុជធូបផ្សែងទេអាត្មាថាមិនចាំបាច់ក៏បានដែរហើយយើងឧទ្ទិសទានអានឹងបានចាំបាច់ថាតលប្រគេនហើយបានយើងឧទ្ទិសទាននឹងដល់ជីដូនជីតាបុព្វការីជនរបស់យើងធ្វើបុណ្យហើយបានឧទ្ទិសបុណ្យនឹងទៅបើមិនបានអុជធូបគ្រាន់តែបូជាផ្កាបានឬក៏អត់យើងបូជាទៅផ្កាក៏បានដែរប៉ុន្តែបើមានធូបក្អូបយើងបូជាទៅប៉ុន្តែកុំបូជាច្រើនពេកបូជាមួយតសៃអីចឹងបានហើយបើច្រើនពេកទៅវាពុលហើយពេលខ្លះទៅធូបខ្លះអុជចេញតែផ្សែងអានឹងមិនគួរទេពីព្រោះការអុជធូបនេះមានទិសដៅមួយគឺបូជាបើបូជាតរបស់ហ្នឹងវាក៏អូបវាល្អប៉ុន្តែបើគ្រាន់តែអុជទៅចេញផ្សែងពុលមិនអាចក៏បានដែរបើប្រគេនប្រសង់មិនទើបបានត្រឹមត្រូវតាមវិន័យញោមអ្នកប្រគេនគួរចូលទៅគៀកបន្តិចហើយបើលើករបស់នឹងបានក៏លើកហើយបើលើកមិនរួចទេគ្រាន់តែរុញកាល់ទៅធ្វើម៉េចឲ្យកម្រើកហើយប្រសង់ទទួលអានឹងបានលោកឆាន់បានជាពិសេសចង្ហាន់នឹងហ្មងបើញោមគ្រាន់តែដាក់នៅលើតុនឹងហើយអត់បានរុញឲ្យកម្រើកតិចលោកអត់តន់ទទួលទេនឹងលោកឆាន់អត់បានអញ្ចឹងញោមចាំបាច់ធ្វើរុញឲ្យកម្រើកឬក៏លើកបន្តិចហើយញាតិញោមទៅគៀកផងហ្នឹងត្រូវតាមវិន័យលោកឆាន់ទៅអត់មានអាបត្តិអត់មានទោសទេបាទតើយើងគួរឧទ្ទិសទានបែបណាបន្ទាប់ពីប្រគេនចង្ហាន់ហើយយើងផ្គងចិត្តថាសូមឧទ្ទិសទាននេះជូនដល់ជីដូនជីតាបុព្វការីជនបើយើងចេះបល័យបានក៏យើងសូត្រទៅអ៊ីទាំងវោញាតៃណាងហោតុសុខិតាហោនតុញាតៃហោរីទាននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយបានដល់នៅសេចក្តីសុខចុះបើយើងមិនចេះបល័យទេយើងតាំងចិត្តជាភាសាខ្មែរក៏បានដែរសូមទាននេះសូមបាយសូមទឹកនេះសម្រាប់ដល់ជីដូនជីតាញាតិការបស់ខ្ញុំសូមញាតិការបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះឬក៏យើងជាទូទៅតែងសូត្រសូមជូនមគ្គផលអញ្ចឹងទៅក៏បានសូមឲ្យញាតិនឹងបានទទួលត្រេកអរដឹងឮថាយើងបានឧទ្ទិសទាននេះទៅឲ្យសូមឲ្យលោកទទួលបានបាយទឹកនំចំណីសម្ពុតខោអាវដែលយើងបានឧទ្ទិសជូនទៅមិនកុំភ្លេចរឿងឧទ្ទិសនឹងបើយើងមិនបានឧទ្ទិសគាត់អត់អាចទទួលបានទេតើប្រកាសថាញាតិដែលស្លាប់ទៅនឹងបានទទួលទានដែលយើងឧទ្ទិសនឹងដែរឬក៏អត់ទេមិនប្រកាសថាទទួលបានទាំងអស់ទេញាតិខ្លះទទួលបានញាតិខ្លះទទួលមិនបានជីដូនជីតាដែលបានធ្វើបុណ្យច្រើនគាត់ទៅទេវតាទៅមនុស្សពោះហើយគាត់មានអាហារបរិភោគរបស់គាត់ហើយអញ្ចឹងឧទ្ទិសអត់អាចចេញជាបាយជាទឹកបានទេឧទ្ទិសទៅចេញជាបាយជាទឹកជាសម្លៀកបំពាក់បានដល់តែញាតិមួយប្រភេទដែលគាត់ខ្វះបុណ្យទៅកើតជាប្រែតឈ្មោះប្រតតោបជីវិកៈប្រែតដែលរស់នៅអាស្រ័យការឧទ្ទិសបុណ្យពីញាតិនៅក្នុងโลกនេះប្រែតមួយប្រភេទហ្នឹងទទួលផលពីការឧទ្ទិសនឹងបានចុះបើញាតិរបស់ខ្ញុំអត់បានទៅកើតជាប្រែតផងបុណ្យនឹងទៅណាទៅចឹងបុណ្យនឹងបានមកយើងអ្នកធ្វើវិញយើងបានថ្វាយទានចំពោះព្រះសង្ឃអ្នកមានសិលយើងដាំពូជមួយរស៊ីធូកើតជាណាមានទ្រព្យសម្បត្តិច្រើនប្រកបមុខរបរអីក៏ងាយនឹងចំណេញដែរតើយើងឧទ្ទិសនឹងឧទ្ទិសអីគេដល់ញាតិដែលស្លាប់ទៅនឹងការឧទ្ទិសហ្នឹងគឺឧទ្ទិសបាយទឹកនំចំណីសម្លៀកបំពាក់ហ្នឹងហ្មងអ៊ីទាំងណូញាតិណាងហោតុឬអ៊ីទាំងវោញាតិណាងហោតុហ្នឹងរីសម្ពុតខោអាវបាយទឹកនំចំណីនេះចូលសម្រាប់ដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះអាហ្នឹងយើងឧទ្ទិសបាយទឹកនំចំណីប៉ុន្តែបើយើងចែកបុណ្យអាហ្នឹងយើងអាចចែកបុណ្យទូលំទូលាយបានខ្ញុំសូមចែកបុណ្យឧទ្ទិសបុណ្យនេះជូនដល់ញាតិមិត្តបងប្អូនជីដូនជីតាទេវតាអមនុស្សអីទាំងអស់ឲ្យទទួលបុណ្យពីខ្ញុំអាហ្នឹងគេអាចទទួលត្រេកអរបុណ្យពីយើង
ញាតដែលស្លាប់ទៅនឹងអាចបង្ហាញខ្លួនឲ្យយើងឃើញដែរឬក៏អត់ទេញាតខ្លះគាត់បង្ហាញដែរគាត់នៅមានសេចក្តីអាឡោះអាល័យដូចនៅក្នុងធម្មបទអីមត្តកុណ្ឌលីទេវបុត្រនឹងចុះមកបង្ហាញខ្លួនឲ្យឪពុកបានដឹងប៉ុន្តែញាតខ្លះទៅកើតជាប្រែតក៏អាចបង្ហាញខ្លួនដែរសុំជំនួយពីយើងគាត់ស្រេកឃ្លានអត់បាយអត់ទឹកអត់សម្ពុតខោអាវអីចឹងណាហើយអ្នកខ្លះទៅស្លាប់នៅតាមផ្លូវហើយខ្មៅយើងជួយចិត្តហៅខ្មោចលងអីហ្នឹងក៏គាត់អាចនឹងមកសុំឲ្យយើងជួយធ្វើបុណ្យឧទ្ទិសជូនគាត់ប៉ុន្តែយើងជួនកាលអត់ដឹងយើងខ្លាចយើងភ័យយើងថាខ្មោចនឹងកាចអញ្ចឹងទៅពេលខ្លះគ្នាភ័យខ្លាចនៅក្នុងជាតិកំណើតថ្មីហ្នឹងឬក៏គាត់ស្រេកឃ្លានអត់មានបាយទឹកនំចំណីគាត់ស្លាប់ភ្លាមអត់មានធ្វើបុណ្យទុកអញ្ចឹងយើងជាញាតិឬក៏មិនមែនជាញាតិក៏ដោយយើងអាចធ្វើទានចំពោះព្រះសង្ឃអ្នកមានសិលឲ្យឧទ្ទិសកុសលជូនគាត់ទៅគាត់ត្រេកអរគាត់អាចរួចផុតពីកំណើតនឹងបានបើញោមមានសទ្ធាជួយចិត្តចែកទានឲ្យរួមផ្សំជាមួយនឹងញោមមានសិលមិនចេះបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយចរិយាមារយាទល្អធំធៅកាយវាចាសមរម្យបុណ្យងាយឲ្យផលប្រាថ្នាងាយនឹងបានសម្រេចឧបមាដូចថាក្របពូជនឹងល្អហើយដីនឹងមានជីជាតិមានទឹកគ្រប់គ្រាន់ប្រាថ្នានឹងលឿនមកប៉ុន្តែបើយើងធ្វើទានដែរប៉ុន្តែកាយវាចាយើងច្លេះបើច្រឡំខាមដើរនិយាយស្ដីអេកអូចចាក់ចុចចរិតរឹកពីអត់ថ្លៃធ្នូប្រាថ្នាមិនងាយបានសម្រេចទេចឹងបើញាតិញោមចង់ឲ្យសេចក្តីប្រាថ្នាបានសម្រេចដោយបំណងត្រូវធ្វើទានផងត្រូវរក្សាសិលផងនៅក្បែរវត្តចេតពុននឹងមានសិទ្ធិម្នាក់ឈ្មោះតោតេយព្រាមមានទ្រព្យច្រើនណាស់ប៉ុន្តែស្អប់ព្រះស្អប់ប្រសងអត់ធ្វើទានអាសាសិលអីទេដល់ពេលគាត់ចាស់ស្លាប់ទៅចិត្តគាត់រមើលវាយជាប់ជំពាក់នឹងទ្រព្យសម្បត្តិនឹងកូននឹងចៅមិនទៅកើតណាមកកើតជាសំណក់នៅក្នុងផ្ទះរបស់ខ្លួនឯងហ្នឹងកូនគាត់ឈ្មោះសុភមានុបដោយទឹកចិត្តស្រឡាញ់កាលពីនៅរស់ជាឪពុកហ្នឹងមកកើតជាកូនឆ្កែហ្នឹងតាមស្រឡាញ់ស្និទ្ធស្នាលជាមួយកូនប្រុសហ្នឹងខ្លាំងណាស់ពេលសំណក់នឹងធំឡើងព្រះអង្គជ្រាបនិស្ស័យរបស់កូនប្រុសសុភមានុបនឹងក៏និមន្តមកបិណ្ឌបាតអត់ជួបកូនប្រុសទេឆ្កែចេញមកព្រោះព្រះយកបណ្ដោយព្រះអង្គសម្ដែងថាព្រាហ្មណ៍ស្អប់តថាគតតាំងពីនៅជាមនុស្សឥឡូវមកកើតជាសំណក់ឯនៅស្អប់តថាគតទៀតសុភមានុបនឹងដឹងខឹងព្រះអង្គខឹងថាមើងងាយឪពុកខ្លួនឯងពួកឪពុកខ្លួនឯងតាមសាសនាគេនឹងទៅកើតជាព្រំបាត់ហើយមិននៅជាសំណក់ចឹងទេបានព្រះអង្គឲ្យសុភមានុបនឹងសាកល្បងថាតើសំណក់នឹងជាឪពុករបស់ខ្លួនមែនអត់ឲ្យងូតទឹកឲ្យស៊ីបាយឲ្យដេកហើយទៅសួរថាលោកឪពុកមានកំណប់ដែលលោកឪពុកអត់ទាន់ប្រាប់កូនទេបានសំណក់នឹងទៅកកាយកលែងកប់កំណប់មានស្បែកជើងមាសមានថាសមាសមានថាសប្រាក់អីជាដើមហ្នឹងណាដល់ទៅគាស់ទៅរកឃើញមែនតែអញ្ចឹងសុភមានុបនឹងចាប់ផ្ដើមមានសេចក្តីជ្រះថ្លាធ្វើទានរក្សាសិលជាមួយព្រះសម្មាសម្ពុទ្ធចាប់ពីពេលនឹងមកអញ្ចឹងបានថាទ្រព្យសម្បត្តិនឹងយើងប្រើប្រាស់បានក្នុងបច្ចុប្បន្នជាតិហ្នឹងឯងបើយើងអត់បានទៅធ្វើទានដើម្បីបានជាទីពឹងនេះទ្រព្យនឹងកូនគេយកអស់ហើយអញ្ចឹងរំលែកទ្រព្យធនរបស់យើងខ្លះធ្វើជាទានថ្វាយដល់ព្រះសង្ឃជួយដល់អ្នកដែលត្រូវការប្រយោជន៍សាធារណៈស្ពានថ្នល់សាលារៀនអីចឹងទៅបុណ្យនឹងបានមកយើងហើយបុណ្យនឹងជួយយើងឲ្យបានសេចក្តីសុខក្នុងបច្ចុប្បន្ននឹងផងទៅក្នុងអនាគតជាតិផងបើមិនចឹងទេគេយកអស់យើងអត់បានប្រយោជន៍ពីទ្រព្យនឹងឯពេលដែលយើងស្លាប់ទៅពេលមួយនោះអនាថបិណ្ឌកសេដ្ឋីគាត់រកស៊ីខាតគេខ្ចីលុយម្សងទ្រព្យសម្បត្តិកប់ហ្នឹងក៏ទឹកគួចទៅគាត់ធ្លាក់ខ្លួនក្រឃើញសិទ្ធិធ្លាក់ខ្លួនទេវតានៅផ្ទះគាត់ហ្នឹងចេញមកបដៅសិទ្ធិតែឃើញលោកសិទ្ធិធ្វើបន់ច្រើនពេកជាមួយនឹងពុទ្ធនឹងភិក្ខុសង្ឃបានធ្លាក់ខ្លួនក្រកុំធ្វើបន់ច្រើនពេកលោកសិទ្ធិជាអរិយបុគ្គលលោកច្បាស់ក្នុងកិច្ចការងារបន់កុសលច្អល់មុខទេវតាចេញពីផ្ទះខ្ញុំមកឆាប់ទេវតាអន្តពាលម្ចាស់ផ្ទះគេដេញអត់មានអីនៅទៅពឹងទេវតាណានៃមកសុំទោសគេអត់ហ៊ានតែសម្ដីនឹងថ្លោះពេកបានទេវតានឹងទៅពឹងប្អិនប្រាប់ថាបើចង់សុំទោសសិទ្ធិនឹងត្រូវធ្វើម៉េចទៅគម្រាមអាអ្នកខ្ចីម្សងធ្វើម៉េចសងវិញទ្រព្យសម្បត្តិដែលលិចទឹកទៅនឹងត្រូវប្រមូលយកមកវិញហើយទ្រព្យសម្បត្តិណាដែលមិនមានម្ចាស់ទៅប្រមូលយកមកដាក់ឃ្លាំងសិទ្ធិវិញបានទៅប្រមូលពីអ្នកខ្ចីម្សងនឹង18កោដកហបណៈទឹកគួចទៅនឹង18កោដ
ទ្រព្យសម្បត្តិអត់មានម្ចាស់ហ្នឹង18កោដសរុបទៅ54កោដស្មើនឹងតម្លៃដែលគាត់កសាងវត្តចេតពុនណាគាត់ទិញដីអស់18កោដគាត់កសាងអគារអស់18កោដគាត់ធ្វើបុណ្យឆ្លង9ខែអស់18កោដសរុបប្រាក់ដែលគាត់ធ្វើទានហ្នឹង54កោដខបណៈដល់ទ្រព្យសម្បត្តិដែលបានពីទេវតាជួយនឹងវិញ54កោដខបណៈវិញក្នុងជាតិមួយនោះព្រះពោធិសត្វកើតជាស្ដេចត្រីធំមួយនៅក្នុងស្រះទឹកគាត់ជួនជារដូវប្រាំងអត់មានភ្លៀងធ្លាក់គោកសត្វក្អែកសត្វកុកសត្វកសានោះវាមកស៊ីត្រីនឹងងាប់ឲ្យរង្គាលព្រះពោធិសត្វមានទឹកចិត្តករុណាអាណិតដល់ញាតិទាំងអស់របស់ព្រះអង្គនៅក្នុងស្រះទឹកហ្នឹងព្រះអង្គពិចារណាថាតើធ្វើម៉េចអាចជួយញាតិរបស់ព្រះអង្គបានព្រះអង្គជាសត្វត្រីដូចគ្នាមិនអាចនឹងទៅដឹកជញ្ជូនញាតិមិត្តអីណាបានអញ្ចឹងក៏ព្រះអង្គពិចារណាថាមានតែអញប្រកាសនៅសច្ចកិរិយាការប្រកាសនៅពាក្យពិតដោយអានុភាពនៃការប្រកាសនៅពាក្យពិតនេះនឹងអាចជួយរំដោះញាតិមិត្តរបស់ព្រះអង្គបានក៏ព្រះអង្គពោលថាតាំងពីថាគុតដឹងខ្លួនដឹងក្តីពីពេលណាមកថាគុតមិនដែលបៀតបៀនសត្វណាមួយឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចោះមនាលមេឃអ្នកចូលបង្អុរភ្លៀងមកចូលញ៉ាំងកំណប់ទ្រព្យរបស់សត្វក្អែកឲ្យវិនិច្ឆ័យទៅចូលញ៉ាំងសត្វក្អែកឲ្យសោសោកចូលញ៉ាំងពពួកត្រីនេះឲ្យរួចផុតពីសេចក្តីសោកមេឃក៏ភ្លៀងចុះមកភ្លាមទៅត្រីនឹងក៏រួចផុតពីទុក្ខទោសដោយអានុភាពនៃការប្រកាសនៅសច្ចកិរិយាការប្រកាន់នៅសច្ចបារមីរបស់ព្រះពោធិសត្វអានុភាពនៃការប្រកាសនៅពាក្យពិតពាក្យសច្ចៈអាចនាំមកនៅសេរីសួស្តីរួចផុតពីទុក្ខភ័យបានប៉ុន្តែទោះថាវាជារឿងពិតមែនដោយដែលត្រីពោធិសត្វហ្នឹងលោកថាតាំងពីដឹងក្តីមកមិនដែលបៀតបៀនជីវិតអ្នកណាសោះឡើយដោយអានុភាពនៃសច្ចវាចាពាក្យពិតនេះសូមឲ្យរួចផុតពីទុក្ខភ័យអាចសម្រេចបានមែនភ្លៀងធ្លាក់មកឲ្យត្រីទាំងអស់ដែលជាញាតិរបស់ព្រះអង្គហ្នឹងបានរួចផុតពីគ្រោះភ័យបានសម័យពុទ្ធកាលមានក្សត្រមួយអង្គឈ្មោះពោធិរាជកុមារលោកអត់មានបុត្រហើយជាងលោកកសាងប្រាសាទហើយក៏និមន្តព្រះពុទ្ធមកឆ្លងហើយក៏ក្រាកម្រាលពណ៌សតាំងចិត្តថាសូមឲ្យព្រះអង្គជន់ហើយសូមខ្លួនមានកូនហើយព្រះអង្គអត់ជន់ព្រះអង្គដឹងអំពីបំណងរបស់ម្ចាស់ប្រាសាទគេមុនពីបេដងក៏អត់ជន់រហូតដល់ឲ្យគេដកកម្រាលនឹងចេញទៅព្រះអង្គជ្រាបថាបើទោះជាព្រះអង្គមុនជន់ទៅក៏ពោធិរាជកុមារនឹងអត់មានបុត្របានដែរដោយសារពីរនាក់ប្តីប្រពន្ធនឹងធ្លាប់មានបាបកម្មពីអតីតជាតិមកលួងទឹកជាប់នៅលើកោះហើយក៏បរិភោគតែសុទ្ធសត្វដែលនៅលើកោះនឹងតាំងពីនៅវ័យមានកម្លាំងកំហែងរហូតដល់ចាស់ជរាសុទ្ធផងកូនផងអីផងអញ្ចឹងទៅមានបាបកម្មពីវរាជាមួយនឹងកូនសត្វហ្នឹងធ្វើឲ្យខ្លួនឯងមានទ្រព្យមានសម្បត្តិកំណើតជាក្សត្រប៉ុន្តែអត់អាចមានបុត្រទៅបាននឹងកម្មដែលយើងធ្វើនោះចុងក្រោយវាធ្លាក់មកលើយើងវិញហេតុអីចាំបាច់យកប្រតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកដោយសារជីវិតយើងនឹងមានទុក្ខកង្វល់ច្រើនទុក្ខផ្លូវកាយផងទុក្ខផ្លូវចិត្តផងជ្រាភាធិមរណៈផងបរតនត្រ័យពុទ្ធពធព្រះសង្ឃនឹងជួយបង្ហាញផ្លូវថាផ្លូវនេះនាំមកនៅសេចក្តីចម្រើនផ្លូវនេះនាំឲ្យកើតទុក្ខពុទ្ធជាម្ចាស់ជាអ្នកនាំផ្លូវជាគ្រូហើយប្រធរហ្នឹងជាផែនទីសម្រាប់យើងដើរព្រះសង្ឃហ្នឹងជាអ្នកដើរមុនដូចថាត្រួសត្រាយមានស្នាមសម្រាប់យើងដើរតាមខាងក្រោយចឹងយើងយកប្រតនត្រ័យជាទីពឹងទីរលឹកហ្នឹងមិនមែនទៅបែបបន់សុំទេគឺបានប្រតនត្រ័យហ្នឹងជាអ្នកបង្ហាញផ្លូវត្រូវក្នុងជីវិតហ្នឹងដើម្បីឲ្យជីវិតហ្នឹងបានសុខទីបំផុតបានរួចផុតចាកទុក្ខបើបងប្អូនមិនទាន់កាន់សិលបានទេត្រឹមតែទទួលយកពុទ្ធពធព្រះសង្ឃប្រតនត្រ័យជាទីពឹងទីរលឹកយើងយកជាត្រីវិស័យសម្រាប់ដើរតាមប៉ុណ្ណឹងក៏បានបន់ច្រើនដែរហេតុអីបានវាសនាមនុស្សខុសគ្នាអ្នកធ្វើទៀតចិត្តទលាយរស៊ីធូកើតជាតិណាកើតក្នុងតកូលធុធាមនុស្សចិត្តកំណាញ់ស្វិតរស៊ីតឹងកើតជាតិណាក្រទ្រព្យសម្បត្តិអ្នកចូលចិត្តខឹងគេកើតជាតិណាមុខអាក្រក់អ្នកមានចិត្តធ្ងន់ចិត្តត្រជាក់មិនងាយខឹងកើតជាតិណារូបស្អាតតាំងពីឥឡូវទៅអ្នកជួយចិត្តចំណែនគេមិនងាយបានធ្វើធំទេ
មិនចង់ឲ្យគេធ្វើធំយើងដាំពូជតូចទៀតអ្នកដែលចេះត្រេកអរនឹងគេមាននឹងគេបាននឹងងាយនឹងបានឡើងធ្វើធំដោយសារចិត្តទលាយអ្នកជួយចិត្តវាយទាត់ធាក់អ្នកដទៃដាំពូជឈឺច្រើនអ្នកដែលចេះជួយសង្គ្រោះពេលគេមានទុក្ខលំបាកដាំពូជសុខភាពល្អមិនងាយឈឺអ្នកដែលបៀតបៀនសម្រាប់ជីវិតអ្នកដទៃដាំពូជអាយុខ្លីអ្នកដែលរក្សាសិលនឹងដាំពូជអាយុវែងអ្នកដែលចេះគ្រប់កត់ក្លែងឲ្យលំទោនចំពោះចាស់ទុំអ្នកដែលមានវ័យច្រើនជាងឬក៏អ្នកដែលមានគុណធម៌ជាងដាំពូជកើតក្នុងតកូលខ្ពង់ខ្ពស់អ្នកដែលចៅម៉ៅឆ្មងឆ្ងៃមើងងាយគេឯងក្អើតកតមកើតជាតិណាកើតក្នុងតកូលតូចទាបកម្មគឺការងារដែលយើងធ្វើនឹងធ្វើឲ្យវាសនាមនុស្សនឹងខុសគ្នាព្រះនាងម៉ាលីកាជាមហេសីរបស់ព្រះបាទបសិន្ទិកោសលនៅឥណ្ឌាតូចចិត្តរឿងចេះទេថាខ្លួនឯងជាមហេសីមានឋានៈធំសម្បត្តិលុយកាក់នោះចាយមិនឈ្នះប៉ុន្តែរូបវាមិនសូវស្អាតហើយក៏ទៅថ្វាយគុំព្រះអង្គថាមានអីជាហេតុជាបច្ច័យនាំឲ្យស្ត្រីខ្លះនោះរូបមិនស្អាតប៉ុន្តែឋានៈបុណ្យស័ក្តិធំហើយមានប្រាក់មានទ្រព្យនឹងចាយច្រើនបានព្រះអង្គសម្ដែងស្ត្រីពួកខ្លះហ្នឹងជួយចិត្តខឹងងើមួម៉ៅឆេវឆាវតែជាអ្នកជួយចិត្តធ្វើទៀននិយាយតែខ្មែរយើងជួយចិត្តនិយាយថាមាត់អាក្រក់ប៉ុន្តែចិត្តល្អអញ្ចឹងមានអីចែកហើយប៉ុន្តែមួម៉ៅឆេវឆាវនងណាំងហើយជាស្ត្រីដែលមិនចេះចំណែនគេទេគេមានគេបានគេល្អអីឲ្យគេល្អចាស់ចិត្តនឹងស្រឡះទលាយមិនចង្អៀតទេអញ្ចឹងកម្មដែលបុគ្គលនឹងបានធ្វើខឹងច្រើននាំឲ្យរូបមិនស្អាតជួយចិត្តធ្វើទៀននាំឲ្យមានទ្រព្យមានលុយមានកាក់ចាយច្រើនមិនចេះចំណែននាំឲ្យបានមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ដោយនាងម៉ាលីកាអញ្ចឹងបាននាងនឹងថ្វាយគុំព្រះអង្គឆ្លើយច្រើនប៉ុន្តែចំណុចនឹងមួយបញ្ជាក់ឲ្យនាងម៉ាលីកាទទួលថាអូអរគុណដែលព្រះអង្គទូលគុំខ្ញុំកណានេះពីដើមមកខឹងច្រើនទើបរូបមិនស្អាតតែជួយចិត្តធ្វើទៀនបានមានទ្រព្យច្រើនមានសម្បត្តិច្រើនហើយមិនចេះចំណែនគេទើបមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តើអមនុស្សមានមែនឬទេអមនុស្សមានមែនអមនុស្សប្រែមកវិញថាមិនមែនមនុស្សអមនុស្សមានពីរអមនុស្សឋានៈទាបនិងអមនុស្សឋានៈខ្ពស់អមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសុរកាយដែលយើងហៅថាខ្មោចព្រាយបិសាចដែលត្រូវទទួលផលនៃបាបកម្មស្រេកឃ្លានទុក្ខលំបាកពួកនរកប្រែតសុរកាយហ្នឹងអាចនៅជាមួយយើងហ្នឹងក៏មានហើយពេលខ្លះគេបង្ហាញខ្លួនឲ្យយើងឃើញហើយធ្វើឲ្យយើងភ័យខ្លាចទៀតក៏មានប៉ុន្តែពេលខ្លះគេមកដើម្បីសុំយើងឲ្យធ្វើបុណ្យឧទ្ទិសឲ្យគេហ្នឹងក៏មានដែរគេមិនមែនមកបន្លាចយើងទាំងអស់ទេចំណែកអមនុស្សថ្នាក់ខ្ពស់ទេវតារុក្ខទេវតាអារក្ខទេវតាទេវតាចាតុមហារិកាតោតង្សាយាមាឡើងលើខ្ពស់ទៅបុណ្យគេខ្ពស់គេមានសេចក្តីសុខច្រើនជាងយើងអាយុគេវែងជាងយើងមានឫទ្ធិច្រើនជាងយើងចឹងទៅទេវតាថ្នាក់តូចទាបនៅផ្ទះយើងហៅជានាងផ្ទះឬក៏នៅដើមឈើយើងហៅរុក្ខទេវតានៅនឹងតាមផ្លូវតាមព្រៃតាមភ្នំអីយើងហៅថាអារក្ខទេវតាទេវតាខ្លះនៅនឹងទឹកគេហៅអរិយទឹកចឹងក៏មានពួកទេវតានឹងអាចជួយបីបាច់ថែអាសាយើងដែរបើយើងជាមនុស្សល្អត្រឹមត្រូវមានកតញ្ញូដឹងគុណម៉ែឪហើយមានចិត្តល្អមានមេត្តាយើងជូតបុណ្យជូនកុសលដល់គេគោរពបូជាគេខ្លះចឹងណាប៉ុន្តែយើងមិនដឹងថាមួយណាជាមួយណីទេព្រោះយើងមើលមិនឃើញគេមិនបានឲ្យយើងមើលអត្តញ្ញាណប័ណ្ណគេជាទេវតាថ្នាក់ខ្ពស់ឬក៏ទេវតាថ្នាក់ទាបអញ្ចឹងបងប្អូនខ្ញុំសូវចេះហៅអមនុស្សខ្មោចចូលទៅព្រោះយើងមិនដឹងមិនស្គាល់គេផងមិនដឹងមួយណាជាមួយណីពួកអមនុស្សហ្នឹងអាចជួយយើងឬអាចបន្លាចយើងដែរបើយើងធ្លាប់ជាប់ជាសាច់ញាតិជាបងជាប្អូនមានបុណ្យកុសលជាមួយចឹងទៅគេអាចជួយយើងប៉ុន្តែបើយើងមានគំនុំគុំគួនមួយគេទៅគេអាចបន្លាចយើងទៅដែរយើងមានតែផ្សាយមេត្តាឧទ្ទិសកុសលសូមឲ្យអស់លោកបានសេចក្តីសុខចុះហើយរកបុណ្យរកកុសលមករក្សាខ្លួនយកប្រតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងពាលលើករក្សាសិលចម្រើនមេត្តាទៅយើងមានបុណ្យមានកុសលអញ្ចឹងពួកអមនុស្សហ្នឹងក៏មិនងាយបៀតបៀនយើងបានដែរតែពាក្យថាអហោសិកម្មបានន័យដូចម្ដេចអហោសិកម្មក្នុងន័យទូទៅមានន័យថាលែងយកទោសយកបៃលែងចងកម្មពៀជាមួយអញ្ចឹងប៉ុន្តែមិនប្រកាសថាបុគ្គលនឹងរួចផុតពីផលនៃកម្មទេណា
dương nghe nè phật đó buổi dương ọt tròn cam bìa mùi quá đó bên nâng không này tụ tới không này ấp thoáng hào sẽ cắm bên này thật cam nó về ọt miền pê oi phò về ốp mà đôi thà bụi nó về soi tới về hùa đờ lè hùa pê về oi phò cam tịch tuổi nà này chẳng tới dương thừa hỏi tới bên miền cam ấy xem màu môn tới hay chứ cam nó ở miền pê oi phò hùa pê oi phò có cái hào sẽ cắm rồi có mùi tiết bộ cô được ban sầm rải chip pre hà hòn chẳng lên miền triệt cầm nào từ tiệt thấy chẳng cắm việc từ lên hồi tiết vì bộ ở miền mà trả từ tua phò cam đôi ông lì mì đấy chẳng vẫn về lúc nào rút lúc từ tua phò cam đấy vẫn ở bên bờ nó biến lên miền triệt cầm nào cam nâng về thầm nâng đây môi tiết sẽ cam một phía rồi bỏ pre hà hòn pre mà samput đấy chỉ đa nâng tua chỉ ẩm pơ nó chặt tục thay chỉ ẩm pơ ở miền chặt meta cả na tê na chui bờ đá bên này cam nâng mình nuông ở miền phò là tiết được bị bùa bỏng lên cao từ tiết hải có chia hào sẽ cam đài nè để cho chất chạy tiến đâm bụi mũi rô xì thú cả chuyện na mà ở miền trọp sầm bát trà ở rô xì ấy có nghe nên chân này đài bên bực quạt vừa từ tiến hay ọt rẽ xa xớ quạt ai cao không cùng nào ọt lò vì pru ca đã xa xớ nôm ở ban cao không sốc tệ phúc chia mình nấu rư cái chia tê và đà chẳng bực quạt vừa từ tiến ai từ cao chia sẻ nọ ấy chẳng tức phân miền sẽ thay dọc nhà vô từng chấm nợ giờ tia vì là chia sẻ lan rồi vậy nghe vẫn là luôn anh chia sẻ nọ để chẳng bởi dương ở thua tiền phóng dương đã xa xa phóng dương miền tầng trộp dương bàn cao không cầm nào lọ thì vẫn là bực quạt đã xa tờ xa tê ở sự bàn thua tiền á cao máu chìm mà nút chia tê và đá vẫn là cây cỏ trộp sầm bát xong bây giờ cao chia tê và đá khá ở miền hà bồ được phô hô với đá rư là bò cái khả cái đó rồi có cái tì bay tất cái cháu đấy nè tê và đá để soi bón á miền tại bón nôm ở từ cả chỉ tê và đá bên là khoa bón nôm ở miền bay tự nôm chùm này nè bài tầm mình nuôi tê và đá khác có cái cỏ đấy để sao sự bán thừa tiền muốn nâng slap nó mình nuôi dương nó can dược ở ròm bấy bên dược tầm mùi tì muối lụi hai thằng cầm mẹ ở ròm bên này thành nực đỏ làm pưa để dương thọt pưa cái lò màu bên nực đỏ bon tới khơi như rọp bạt và xong khơi hai thân khơi chuối kê chuối ai nhớ sẽ bài chất bàn từ can than xua bên nực khơi cặp sầm lạp chê tịch chơi lôi game so người ta nó lẹ nó ruột lẹ bài tới vừa nực tới về sao mòn chặt thì pí lụi hai thằng cầm mẹ niệm mật ở ròm bên này thằng cầm nó viên niệm mật là bòi khơi bởi dương thọt hai cái thân nó khơi bát khơi chỉ vô khơi trai khơi liêng ta ở bởi dương thọt cặp sầm lạp cái khơi đai khơi lùm bèn họ màu vượt tới dương phẩy ở tại dương phẩy lẹ không ở bài phù bài tị bấy kẹt tệ niệm mật à ròm miền đây thấp triệt cầm nào đứng dương thở từ cao ná vì bọc cọt mà dương nè và thở từ cao chia tê và đá khơi miền khơi sát khơi tê và bót khơi tê thị đà chẳng tới bọc cao chia mà nút khơi cồn nga khơi sợi trai miền tây bu khơi nghỉ vô là rừng cồn nga chẳng tới ở bờ thật trời lẹ từ con ở bài phú ba ỏi phá khơi ruộng khơi prai khơi dùng mà để khơi dùng ba pray small san cái lại cùi phải khai chẳng môn nâng slap nâng mình nụ dương nâng sọp sạch nâng canh vô ròm nà mùi con ròm tặng bầy nâng dương bàn một ca chìm nụ này dương sơ miệng bồn trà mà vẫn là dương thơ ca thừa bồn thơ mấy nâng bầy ở bồn trà nó vì miền cầm lăng nâng con thô lộ hai ốp thòm và cả cam bồn thơ mấy chui ốp thòm quàm trô bồn trà dương ở bàn cho bà đã ốp mà nghe sẽ áp cho thật bồn trà dương miền pram dương miền bồn thơ mấy bầy buồn cho tới với bàn bầm bầy buồn chẳng bởi dương ở ban thừa bồn thơ mấy thế về sau với cầm lăng ưu tố đàm chư nâng về trả tới với sơ miền phò phải cả lọ bồn thơ mấy bơ lọ thơ mấy cái châm miệt đa bị đa thua tiền xa sơ đầy phía diếm nâng ai bạc thuê ôi bồn cha cha đây vì hộp lơ ôi phò khơi nâng ôi phò
chân đầm bầy ở chỉ vật bao dương ấy đại vì chỉ Paul này bon hái này ở việc bàn chùm rong chùm ra anh tới á complete thừa bon tham mây thải mới thừa bon tham mây thừa bon tích tôi cái đấy bon là thừa bon nhức nhồi cùng chăm bạch thà anh thừa nẹo miền sân chăm thừa bon mẹ này còn phải ca phải cung phe bồ trẻ vọt chăm mai chăm ở mưa thải quạt ở cái gì tục đã nó bon nó vi chui ở chỉ vật nó banภาษา cùng của và bon trai dương tích cùng tôi chất cùng chân này kia bằng thứ bon tham mây thải mà nó ban chui ở chỉ vật dương banภาษา từ một ca nghe mũi đại bờ sông dương mình cù mờm lỏng tọt bị dương sụt muôn ca cái đây là te cái đây chỉ mơn bị chun cái đây xong cái tiên cái đây rồi của pe nhiệt nhôm nhơ chẳng hạn màu vọt đấy nó cứ ở vạt clay bán pram mình tí đó mình tí cái đấy ở ta miền ở ca bờ dừa này nuông pi bon của sol ở chi viên pi bự ba bị phẳng thưa tiền là xa xa thứ mấy ở nhiệt nhôm miền sự ấy che thla không bật thổi quật miền sự thi một mòm làบปุตตะอังหาคือทำปุ่มปุพนุโดยทายเจตาดดเอาพลือจังแต่บรูไปก็ยังสดทอสดอาได้ยินยมสาพัดบานยังตัวเราไปหัวใช้นั่งยังเติมไปอยู่ประทานที่เอาโกนเอาใจจะนอนคอยนั่งบานสดับทออาโยโจจัดแต่กิจแต่โอ้พุทธศาสนานั่งเมียนไปยาวสมัยชีวิตเกจุยเกบานซอกจังเกจุยปะตออายุพุทธศาสนานั่งเติมหมกเตียดสมัยพุทธกาลเป็นองค์ตึกบรรบาทและองค์ใต้ตึกวิโยลายนอมให้เบิร์นในขนมสลายชันเป็นประสองมนชันเฮ้ยคือเมียนการสมัยธรรมเทศนาเอาบุตรบริษัทบานสดับจังเตยจีตู้เตยจังมองจังบุตรบริษัทนั่งมันแม้นทำแต่บานแต่สดับกาโซทอได้คือสดับกาบนยูลทอเดี๋ยวถ้วยกดเจตลาของพุทธศาสนานั่งกันแต่ไกลเลยล่ะบำเพ็ญกิจสัวทัพุทธศาสนาปงเหียนปีเอ๋ยยังไอชายคล้ายกับบ้านนี่ตีมุ้ยปองไอยังเจียพอดปีอำเภอก่ออำเภอบาปตีปีปองไอยังสันสอมบนสันสอมเปือลอยบานจราณตีใบปองไอยังสมอาดจัดไอบานสะอาดก็มาเมียนเกล็ดลูกแพะตัวสะโมหะนึงวิจารณ์เปกสมาติมดองระโหดดอจัดนึงสะอาดบานตราดังเนินแปรนเปลี่ยนเลยเมียนตกเดียวใดจึงเอาวาดตั้งใบนั่งเจียสิกใดสังขบในปีเปลี่ยนประดาระบอบแปรสมาสามพุทธเปยังการของไตมาได้กำมวยนั่งเวกำนอดไอยังรูนในบานดอกมาเพยสามหรือก็7-80 ชนำเป็นยังรูนในบานเป็นนังหรือเหมือนบ้านอาศัยยังเรียบจอมชีวิตเป็นปัจจุบันใบยังพักขวางไงเลือกได้ละโหดหอบเอ็มเจกิดให้อัดเสือเดยอัดเสือปูนจุขืนเยียนหรือก็บะจัดตั้งถุงหัวไงอันนั้นอายุอัดเวเนี่ยอายุยืนเธอในบ้าน80 ชนำพักเชิญไปในซอย50ไอ้ยังไงหรือก็บะจัดไปขาตกมุกจอมตื้อกรมริญเรยอายุใครโดยซาบะจัดนังคือโกนขโมยยืนคลาสบายไปบ่อตมโตปนังแต่จมวยกองลานอันนี้คลาอัดเจ็บแปะหมู่สวัสดิเพียบไอเตอรุก็จุบะไรจุแวบหอบจกไอตะประเดตะประดาเตออันนั้นขาดอายุเยอะไงจะเกียงนั้นเวอชับออกเพลงมองตรรูนในบานดอล7-80 ชนำเธอสลับตั้งเขมรอายุดอกมาเพยชนำนั่งก็สั่งแต่บ้านนั่งกำนั่งวิโจมากัดได้ชีวิตบ่เยอะเปคละอายุเยอะนั่งตรรูบานยูเป็นในสกรรมมาเพียบเยอะนั่งวิเพื่อเอาอายุนั่งใครโจมาจังกลมประตูกรรมจ่าเปคละเยอะเพื่อกรรมทำไมเหมือนล้อเพื่ออายุอายุใครเพราะนั่นเมียเนี่ยคลาได้เมียนบาปกรรมเปียไตตะนามอเหมือนบานเพื่อไอ้เคาะเป็นนักเธอเอาชีวิตก็เมียนได้อุปมาถ้ากำลังบาปีไตตะมาวิเมียนมารอยปนะอุกลนึกปัจจุบันผังทั่วบนจำไม่จำทั่วเตียนซาซัลจำรานเพียวเนียชรานึกกำลังบนนึกวิจุยตุบสกัดบาบานกล้าได้อุปมาโดยท่าสำล้อนึกวิปลายให้บานดะตึกได้วิแห่งสาบที่จะวิมันเมามารอยพิรอยมองบนได้วิติจุยตุบสกัดบาบนึกลูกหาท่าอุปไปละกะกำบนนึกไปจริตบีดบาบนึงเปิดบ้านเปิดขวาก็วิติชริตบิดบอลได้ออกมาถ้ากดกระปุงหัวซีล่างธนะบอลสะพวงปุ๊บปนจะล้อมเปลมวยนกผักสวรรค์ดอกเพลิงบันเกตูงtớiลิงจอบกุกจอบจวะเตียนอันนั้นบาปติชริตบิดบอลมาดองเจ้าเคยทอบลืมมาท่าบาปบอลซีซองเรียมบาเน่
បាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មទៅធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបញ្ជននឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យនឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបន់ចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបន់វិញនៅក្នុងវិធុរៈជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះនឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនេះលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញរ៉ាយរាប់ពីទីកន្លែងវិជុងនេះនឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮទៅបោះនិយាយពីកន្លែងនឹងអញ្ចឹងគាត់តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតលលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងកដុំពីម្នាក់បានទៅកើតជាស្ដេចនាគកដុំពីម្នាក់បានទៅកើតជាស្ដេចគ្រុឌកដុំពីម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាកដុំពីម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភ័ក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភ័ក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផងប្រាថ្នាងាយនឹងបានសម្រេចគណៈវិគិនិបលគុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាផ្សេងក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ទៅសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញបើចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរហ្នឹងចេះអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីហ្នឹងនៅជារបស់ខ្មែរយើងទៅដើម្បីឲ្យគេដឹងថាអូនេះព្រះសង្ឃខ្មែរនេះព្រះសង្ឃភូមាព្រះសង្ឃថៃ